ចានាងខ្ញុំកៅមរកតសូមជម្រាបសួរលោកអ្នកនាងដែលកំពុងតាមដានទស្សនាព័ត៌មានប្រចាំថ្ងៃរបស់ VD ជាទីមេត្រីចាមេតិកាព័ត៌មានសម្រាប់ថ្ងៃច័ន្ទទី29ខែធ្នូឆ្នាំ2025នេះរួមមានអ្នកខ្លំមើលឲ្យសភាក៏ហៅរដ្ឋាភិបាលមកសួរនាំសៀមដណ្ដើមចាជាស្រ័យដណ្ដើមកាន់កាប់ទឹកដីខ្មែរតាមព្រំដែនអ្នកតាមដានខ្លះរិះគន់និងខ្លះឲ្យលោកហ៊ុនម៉ាណែតសុំទោសពលរដ្ឋខ្មែររឿងថៃកាន់កាប់ទឹកដីខ្មែរដីខ្មែរដែលសៀមដណ្ដើមកាន់កាប់ត្រូវគេជឿថានឹងបាត់រហូតបើគ្រួសារហ៊ុនមិនប្តឹងទៅតុលាការ ICJ ពលរដ្ឋមួយចំនួនសង្ឃឹមបានចាជាស្រ័យពលរដ្ឋមួយចំនួនមិនសង្ឃឹមថាបានត្រឡប់ទៅផ្ទះវិញទោះបីមានបទច្បាញ់ជារួមទាំងព័ត៌មានមួយចំនួនទៀតនឹងជម្រាបជូនលោកអ្នកនាងជាបន្តបន្ទាប់ជាលំដាប់តទៅនេះនាងខ្ញុំកៅមរកតសូមជូនព័ត៌មានពិស្ដាចាលោកអ្នកនាងជាទីមេត្រីក្រោយមានបទឆបាញ់សៀមបានឈ្លានពាននិងបានបញ្ចេញវីដេអូថាបានគ្រប់គ្រងដីខ្មែរជាច្រើនតាមបន្ទាត់ព្រំដែនដែលក្នុងនោះមានប្រាសាទខ្នាប្រាសាទតាក្របីនិងភូមិជោគជ័យជាដើមនោះដែលការនេះក្រុមអ្នកតាមដានដែលមិនចំណោះរដ្ឋាភិបាលទាមទារឲ្យរដ្ឋសភាក៏ហៅរដ្ឋមន្ត្រីការពារជាតិមកសាកសួរជាបន្ទាន់ដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋនិងប្រទេសជាតិផងដែរចាលោកប៉ូសម្បត្តិរាយការណ៍ព័ត៌មានលម្អិតជូនការដែលសៀមបញ្ចេញវីដេអូក្រោយមានបទច្បាញ់ថាបានគ្រប់គ្រងដីខ្មែរជាច្រើនតាមបន្ទាត់ព្រំដែនក្រោយឈ្លានពានកម្ពុជាទាំងកម្រោលចំនួន21ថ្ងៃមកនេះមានចរន្តទាមទារឲ្យរដ្ឋសភាក៏ហៅរដ្ឋាភិបាលមកសួរនាំជាបន្ទាន់ដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋខ្មែរនិងរដ្ឋធម្មនុញ្ញតំណាងរាជគណៈបកសង្គ្រោះជាតិលោកសំអានបានប្រាប់ VD នៅថ្ងៃទី29ខែធ្នូនេះថាដំណាក់កាលនេះរដ្ឋសភាកម្ពុជាត្រូវកោះហៅរដ្ឋាភិបាលជាបន្ទាន់ដើម្បីឲ្យរដ្ឋាភិបាលបញ្ជាក់ថាដីខ្មែរតាមបន្ទាត់ព្រំដែនតំបន់ណាខ្លះដែលសៀមឈ្លានពានដណ្ដើមគ្រប់គ្រងហើយទីតាំងណាខ្លះដែលកងកម្លាំងកម្ពុជានៅបន្តគ្រប់គ្រងដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះមុខប្រជាជាតិខ្មែរមួយវិញទៀតដើម្បីកុំឲ្យសត្រូវឈ្លានពានសៀមយកបញ្ហានេះមកវាយបំបាក់ស្មារតីពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិនិងទឹកដីលោកអះអាងថាក្នុងសង្គមប្រជាធិបតេយ្យរដ្ឋសភាត្រូវកោះហៅរដ្ឋាភិបាលមកសួរដេញដោលម្ដងជាពីរដងរឿងការធ្វើឲ្យបាត់បង់ទឹកដីហើយបើរដ្ឋាភិបាលគ្មានដំណោះស្រាយទេនោះត្រូវទម្លាក់រដ្ឋាភិបាលចោលភ្លាមលោកថារដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថារដ្ឋាភិបាលមានតួនាទីបម្រើជាតិមាតុភូមិការពារបូរណភាពទឹកដីតែបើរដ្ឋាភិបាលហ៊ានធ្វើឲ្យបាត់បង់ទឹកដីមានទោសក្បត់ជាតិតាមក្រមព្រហ្មទណ្ឌមាត្រា440មានរណមដែលគួរបាត់បង់ទឹកដីទៅបរទេសនោះគឺត្រូវជាប់ទោសវិបត្តិក្បត់ជាតិជាប់គុកអស់មួយជីវិតហើយនៅពេលដែលធ្វើឲ្យបាត់បង់ទឹកដីនេះរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនឹងត្រូវរំលាយរដ្ឋាភិបាលនឹងចោលគឺមានន័យថាសភាត្រូវតែស្នើឲ្យមានការបោះឆ្នោតផ្ដល់ទឹកដីទុកចិត្តក្នុងការទម្លាក់រដ្ឋាភិបាលហ្នឹងហើយបើមិនចឹងទេគឺលោកហ៊ុនម៉ាណែតនឹងត្រូវលាលែងពីតំណែងដោយស្ម័គ្រចិត្តហើយឲ្យមានរដ្ឋាភិបាលថ្មីដែលមកជំនួសរដ្ឋាភិបាលគាត់នឹងដើម្បីអាចដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃបានណាដើម្បីការពារទឹកដីរបស់យើងណាសម្រាប់លោកសំអានក្រោមការដឹកនាំរបស់គ្រូសាហ៊ុនបាននឹងកំពុងធ្វើឲ្យទឹកដីកម្ពុជាកាន់តែរួមតូចទៅដែលមានន័យថាទឹកដីខ្មែរបាត់បង់បន្តិចម្ដងទៅប្រទេសជិតខាងទាំងថៃនិងវៀតណាមលោកសង្កត់ធ្ងន់ថាសង្គ្រាមថៃឈ្លានពានជាង20ថ្ងៃមកនេះសបញ្ជាក់ឲ្យឃើញថាមេដឹកនាំគ្រួសារហ៊ុនគ្មានសមត្ថភាពការពារទឹកដីនិងអាយុជីវិតប្រជាពលរដ្ឋខ្មែរនោះទេគឺគាត់ខ្លាំងបានតែជាមួយខ្មែរគ្នាឯងប៉ុណ្ណោះ
ទឹកដីដែលបាត់បង់រហូតដល់ពេលនេះគឺយើងឃើញហើយបាត់បង់ច្រើនណាស់ដូចជាបាត់បង់ប្រាសាទតំបន់តូចតំបន់ធំប្រាសាទខ្នាប្រាសាទតាកាបីច្រកអានសេះភ្នំ500ភ្នំ677នៅជិតច្រកអានសេះភ្នំ350នៅជិតប្រាសាទតាកាបីភ្នំ322ភ្នំ225ឥឡូវនេះបាត់ភ្នំ400ទៀតថ្ងៃនេះហើយបាត់ភូមិជោគជ័យភូមិព្រៃច័ន្ទបាត់ដូចជានៅថ្មដានៅបឹងតគួនឥឡូវនេះគ្រប់គ្រងនៅកាស៊ីណូលំហេងនៅអូស្មាច់អីទៀតហ្នឹងថៃគ្រប់គ្រងហើយនៅបាត់នៅផ្ទះ3ខ្នងនៅអូភ្លុកដំរីបាត់ច្រើនគឺថាដីខ្មែរយើងគឺបាត់ច្រើនមែនទៀតអតីតមន្ត្រីគណៈបកសង្គ្រោះជាតិលោកហ៊ីងសុកសានបាននិយាយថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតត្រូវចេញមុខទទួលខុសត្រូវចំពោះការធ្វើឲ្យបាត់បង់បូរណភាពទឹកដីនិងចេញមុខសុំទោសប្រជាពលរដ្ឋខ្មែរដែលខ្លួនគ្មានសមត្ថភាពការពារនិងទប់ស្កាត់សត្រូវឈ្លានពានលោកបន្តថាបញ្ហាជាតិមាតុភូមិគឺជារឿងចាំបាច់បំផុតដែលរដ្ឋសភាត្រូវកោះហៅរដ្ឋាភិបាលមកបកស្រាយបំភ្លឺជាបន្ទាន់ដើម្បីសួរនាំនិងដោះស្រាយបញ្ហាការធ្វើឲ្យបាត់បង់បូរណភាពទឹកដីទៅប្រទេសថៃនេះលោកសង្កត់ធ្ងន់ថាប្រសិនបើរដ្ឋាភិបាលធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាមែនត្រូវទទួលទោសតាមក្រមព្រហ្មទណ្ឌមាត្រា440គឺមានទោសក្បត់ជាតិដែលមិនអាចប្រកែកបានយ៉ាងណាលោកហាក់គ្មានជំនឿថារដ្ឋសភាហ៊ានកោះហៅរដ្ឋាភិបាលមកសួរដេញដោលឬស្ដីបន្ទោសនឹងទម្លាក់នោះទេព្រោះរដ្ឋាភិបាលកម្ពុជាគឺជាកូនប្រុសរបស់ប្រធានព្រឹទ្ធសភាហើយប្រទេសកម្ពុជាស្ថិតនៅក្រោមអំណាចគ្រួសារហ៊ុនតែមួយគត់ប្រទេសប្រជាធិបតេយ្យពិតគេអាចដោយសារតែរដ្ឋាភិបាលគាត់អសមត្ថភាពជាពិសេសគឺនាយករដ្ឋមន្ត្រីឬក៏គណៈរដ្ឋមន្ត្រីនឹងអសមត្ថភាពមិនអានធ្វើអ្វីទៅតាមរដ្ឋធម្មនុញ្ញឬក៏ច្បាប់ដែលបានកំណត់ទេគឺគេលៀសខ្លួនផងបានថាគេត្រូវចោះចេញដោយខ្លួនឯងនៅតាមប្រទេសប្រជាធិបតេយ្យពិតគាត់ដូចជានៅបណ្ដាប្រទេសសេរីឬមើលដូចទៅជប៉ុននៅអីគាត់មានបញ្ហាមិនទីទួនក៏គេចោះចេញបាត់ហើយគេមិនចាំបាច់ដល់នេះទេហើយបើសិនមិនមានឆន្ទៈឬក៏ចោះចេញដោយសុទ្ធចិត្តទេសភាគេគឺឬក៏ពលរដ្ឋគេនឹងគេអាចដាក់សម្ពាធឲ្យរដ្ឋាភិបាលឬក៏នាយករដ្ឋមន្ត្រីចោះចេញដោយឯងបានហ្នឹងសម្រាប់ប្រទេសប្រជាធិបតេយ្យប្រកបជុំវិញបញ្ហានេះវាឌីមិនទាន់អាចតាក់ទងអ្នកនាំពាក្យរដ្ឋសភាកម្ពុជាលោកលេងពេញឡុងដើម្បីសុំការពន្យល់បន្ថែមជុំវិញរឿងនេះបានឡើយទេគិតត្រឹមម៉ោងផ្សាយនេះយ៉ាងនេះក្តីរដ្ឋាភិបាលកម្ពុជាលោកហ៊ុនម៉ាណែតបានបកស្រាយលើ Facebook របស់លោកនៅថ្ងៃទី29ខែធ្នូនេះថាការអនុវត្តបទច្បាប់នេះមិនមែនមានន័យថាកម្ពុជាចុះចាញ់ឬសុកចិត្តយកបូរណភាពទឹកដីទៅដោះដូរយកសន្តិភាពឡើយហើយរឹតតែមិនមែនមានន័យថាកម្ពុជាអស់សមត្ថភាពឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរលោកថាផ្ទុយទៅវិញការសម្រេចចិត្តនេះបង្ហាញថាកម្ពុជាបានសម្រេចប្រកាន់យកនូវមាគ៌ាសន្តិភាពនិងការតម្កល់អាយុជីវិតនិងសុខទុក្ខរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុតនិងខ្ពស់បំផុតមួយរបស់ខ្លួនបើទោះបីជាប្រឈមមុខនឹងសម្ពាធនិងការលំបាកយ៉ាងណាក៏ដោយលោកនិយាយថាជាការពិតការឈប់បាញ់ភ្លាមនៅនឹងកន្លែងមានន័យថាកងកម្លាំងទាំងសងខាងត្រូវអនុវត្តបទឈប់បាញ់នេះដោយរក្សាកម្លាំងនៅទីតាំងឈរជើងរបស់ខ្លួននៅម៉ោងនៃការចាប់ផ្ដើមអនុវត្តបទឈប់បាញ់នេះក្នុងន័យនេះលោកសង្កត់ធ្ងន់ថាការរក្សាកងកម្លាំងឈរជើងនៅទីតាំងជាក់ស្ដែងនានានៅម៉ោងនៃការចាប់ផ្ដើមនៃការអនុវត្តបទឈប់បាញ់នេះគឺត្រូវបានទទួលស្គាល់ជាផ្លូវការដោយភាគីទាំងសងខាងថាមិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយដែលចំណុចនេះត្រូវបានរដ្ឋាភិបាលកម្ពុជាទាមទារកំណត់ច្បាស់លាស់នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ JBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃចុះថ្ងៃទី27ខែធ្នូឆ្នាំ2025លោកអះអាងថាប្រកាសនេះបញ្ជាក់ច្បាស់ថាខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញានិងអនុសញ្ញាដែលមានស្រាប់ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃដោយអនុលោមតាមច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញានិងយន្តការទ្វេភាគីទាំងឡាយដែលមានជាធរមានដោយឡែកអ្នកច្បាប់និងជាអ្នកវិភាគឯករាជ្យលោកវ៉ាន់ចាន់ឡូតបានបង្ហោះសារនៅលើ Facebook កាលពីថ្ងៃទី28ខែធ្នូថាមិនអាចគ្មានការទទួលខុសត្រូវបានឡើយសម្រាប់រដ្ឋាភិបាលកម្ពុជាចំពោះមុខសភានិងប្រជាពលរដ្ឋខ្មែរក្នុងន័យនេះលោកបញ្យល់ថាសភាគួរតែកោះហៅនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិទៅសួរនាំពីការបណ្តោយឲ្យបាត់បង់ទឹកដីនិងប្រាង្គប្រាសាទមួយចំនួនបើរដ្ឋសភាមិនហ៊ានដេញដោលព្រោះតែជាសភាឯកបកនាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រីក្រសួងការពារជាតិនិងមេតបកម្ពុជារបស់កម្ពុជាគួរតែក្លាហានទទួលខុសត្រូវដោយរំលាយរាជរដ្ឋាភិបាលឬលាលែងពីតំណែងលោកបញ្ជាក់ថាកិច្ចការទាំងអស់នេះស្របតាមស្មារតីធម្មនុញ្ញកម្ពុជាបំផុតបើពុំដូច្នោះទេពលរដ្ឋជាម្ចាស់អំណាចពលរដ្ឋជាម្ចាស់ជោគវាសនាប្រទេសជាតិគួរតែពិចារណាកុំបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាតទៅទៀតព្រោះគ្មានសមត្ថភាពការពារទឹកដីនិងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ
លោកបន្តថាទន្ទឹមនឹងនេះគណៈបកប្រឆាំងនៅកម្ពុជាគួរតែរៀបចំខ្លួនឲ្យបានរួចរាល់ដើម្បីឲ្យប្រជាពលរដ្ឋអាចផ្ដល់សិលឹកឆ្នោតឲ្យដោយភាពជឿជាក់សម្រាប់លោកវ៉ាន់ចន្លូតបាននិយាយថាជាជំរឿនល្អបំផុតរបស់លោកហ៊ុនម៉ាណែតគួរចេញមុខសុំទោសប្រជាជាតិខ្មែរជាសាធារណៈនិងទទួលកំហុសរបស់ខ្លួនដែលអសមត្ថភាពមិនអាចការពារទឹកដីនិងចាញ់សង្គ្រាមលោកបញ្ជាក់ថាក្នុងនាមជាពលរដ្ឋម្នាក់លោកពិតជាគ្រប់គ្រងការចុះចាញ់នេះព្រោះមិនអាចបន្តសង្គ្រាមដែលដឹងថាខ្លួនឯងចាញ់បែបនេះទេលោកថាតំបន់អានសេះនិងអូស្មាច់បើសត្រូវអាចវាបំបែកហើយទំនោរគ្មានកន្លែងណាដែលអាចទប់បានទេលោកគិតថាបើគុំតែបត់ជប់បាញ់ទាន់សូម្បីតែប្រាសាទព្រះវិហារនៅពេលនេះក៏ត្រូវបានយោធាថៃគ្រប់គ្រងដែរសម្រាប់លោកវ៉ាន់ចន្លូតការទទួលស្គាល់កំហុសជាសាធារណៈរបស់អ្នកដឹកនាំគឺជារឿងធម្មតាទៅហើយសម្រាប់ការដឹកនាំដែលអំណាចបានមកពីប្រជាពលរដ្ឋហើយក្រៅទៅពីការសុំទោសចំពោះមុខប្រជាជាតិខ្មែរការបដិញ្ញាចិត្តកែប្រែខ្លួនភ្លាមៗជាជំរឿនបន្ទាន់ក្នុងករណីមិនក្លាហានចុះចេញពីអំណាចលោកថាប្រសិនបើសង្គ្រាមឈ្លានពានរបស់យោធាថៃពីលើកមកនេះមិនអាចឲ្យកម្ពុជាផ្លាស់ប្ដូរខ្លួនឯងទេមានន័យថាកម្ពុជានឹងប្រឈមទៅនឹងការបាត់បង់ទឹកដីទាំងស្រុងសម្រាប់លោកវ៉ាន់ចន្លូតចោទជាសំណួរថាត្រង់នេះពលរដ្ឋខ្មែរក៏នឹងពិចារណាបោះសន្លឹកឆ្នោតទៅឲ្យគណៈបកកណ្ដាលអំណាចអាណត្តិក្រោយៗទៀតឬយ៉ាងណាបើតាមក្រមព្រហ្មទណ្ឌមាត្រា440បានចែងថាអំពើប្រគល់ឲ្យរដ្ឋបរទេសឬភ្នាក់ងារបរទេសនៅដែនដីជាតិទាំងស្រុងឬមួយផ្នែកជាអំពើក្បត់ជាតិត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតខ្ញុំបាទប៉ូសម្បត្តិវីឌីចលនានាងជាទីមេត្រីអ្នកតាមដានខ្លះរិះគន់នឹងជំរុញឲ្យនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតសុំទោសពលរដ្ឋខ្មែរជាសាធារណៈជំវិញការដែលយោធាថៃដណ្ដើមកាន់កាប់ទឹកដីខ្មែរមួយផ្នែកតាមព្រំដែននៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃចំនួន21ថ្ងៃមកនេះគណៈមេដឹកនាំរូបនេះបកស្រាយថាកិច្ចព្រមព្រៀងបទច្បាញ់ថ្មីមិនមែនជាការកាត់ទឹកដីឲ្យថៃដើម្បីដោះដូរសន្តិភាពឬក៏ការចោះចាញ់ក្តីចាសសូមទស្សនាសេចក្តីរាយការណ៍ដោយនឹងខ្ញុំកៅមរកតដូចតទៅអ្នកតាមដានខ្លះរិះគន់នឹងជំរុញឲ្យនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតសុំទោសពលរដ្ឋខ្មែរជាសាធារណៈជំវិញការដែលយោធាថៃដណ្ដើមកាន់កាប់ទឹកដីខ្មែរមួយផ្នែកតាមព្រំដែននៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃចំនួន21ថ្ងៃមកនេះគណៈមេដឹកនាំរូបនោះបកស្រាយថាកិច្ចព្រមព្រៀងបទច្បាញ់ថ្មីនេះមិនមែនជាការកាត់ទឹកដីឲ្យថៃដើម្បីដោះដូរសន្តិភាពឬការចោះចាញ់ក្តីកិច្ចព្រមព្រៀងបទច្បាញ់ថ្មីបានធ្វើឡើងនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ក្រោយថៃបើកការបាញ់ប្រហារឈ្លានពានកម្ពុជាអស់រយៈពេល21ថ្ងៃរួចមកក្រោយមានបទច្បាញ់ថៃបានបញ្ចេញវីដេអូជាច្រើនដែលគេជឿថាថៃបានគ្រប់គ្រងដីខ្មែរជាច្រើននៅក្រោមទង្វើឈ្លានពាននេះដូចជាថៃដណ្ដើមគ្រប់គ្រងប្រាសាទខ្នាប្រាសាទតាក្របីនៅឯខេត្តឧត្តរមានជ័យភូមិជោគជ័យនិងភូមិព្រៃច័ន្ទភូមិបឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យតំបន់អានសេះនៅក្នុងខេត្តព្រះវិហារទីប្រជុំជននៅឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់និងទីតាំងជាច្រើនទៀតជុំវិញបញ្ហានេះអ្នកប្រើប្រាស់បណ្ដាញសង្គមបានចោទប្រកាន់មេដឹកនាំគ្រួសារហ៊ុនពីអសមត្ថភាពក្នុងការការពារទឹកដីហើយថាកិច្ចព្រមព្រៀងបទច្បាញ់នេះជាការកាត់ដីឲ្យបរទេសដើម្បីរក្សាអំណាចក្រោមពាក្យស្រឡាញ់សន្តិភាពយ៉ាងណានាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានបញ្ចេញសារលើបណ្ដាញសង្គមរបស់លោកដោយលោកបានបកស្រាយថាការជ្រើសយកនៅការអនុវត្តបទច្បាញ់នេះមិនមែនមានន័យថាកម្ពុជាចោះចាញ់ឬសុកចិត្តយកបូរណភាពទឹកដីទៅដូរយកសន្តិភាពឡើយហើយថារឹតតែមិនមែនមានន័យថាកម្ពុជាអស់សមត្ថភាពឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរប៉ុន្តែផ្ទុយទៅវិញការសម្រេចចិត្តនេះបង្ហាញថាកម្ពុជាបានសម្រេចប្រកាន់យកនៅមាគ៌ាសន្តិភាពនិងការតម្កល់អាយុជីវិតនិងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងបំផុតនិងខ្ពស់បំផុតមួយរបស់ខ្លួនបើទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធឬការលំបាកយ៉ាងណាក៏ដោយលោកគូបញ្ជាក់ថាបើទោះបីយើងនៅតែអាចបន្តទប់ទល់នឹងការប្រយុទ្ធគ្នាក្នុងនាមជាប្រទេសតូចយើងនៅតែមិនមានអ្វីចំណេញសោះឡើយពីការអូសបន្លាយនៅក្នុងរយៈពេលយូរនៃការប្រយុទ្ធនេះពេលនេះប្រជាពលរដ្ឋភាគសឹកជាងកន្លះលាននាក់កំពុងទន្ទឹមរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញកុមាររាប់ពាន់នាក់កំពុងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅថ្នាក់រៀនវិញហើយក្រុមគ្រួសារកងទ័ពកងនគរបាលរាប់ពាន់នាក់ក៏កំពុងរង់ចាំផ្លូវឪពុកកូនប្តីពូមីងបងឬប្អូនរបស់ពួកគេពីសមរភូមិយ៉ាងអន្ទះសារបំផុត
សម្រាប់លោកហ៊ុនម៉ាណែតខណៈដែលលទ្ធភាពនៃការស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននេះដោយសន្តិវិធីនៅតែមានរដ្ឋាភិបាលអាចសម្រេចចិត្តប្រកាន់យកនូវការចរចាបញ្ចប់នូវការប្រយុទ្ធគ្នាមុនពេលវាកាន់តែរីកធំជាងនេះទៅទៀតដើម្បីកាត់បន្ថយនូវការឈឺចាប់និងទុក្ខសោករបស់បងប្អូនជនរួមជាតិជាអតិបរមាហើយក៏ដើម្បីបញ្ឈប់នូវការពលីនិងការរងរបួសរបស់បងប្អូនវីរៈកងទ័ពវីរៈនគរបាលក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់ដែលមកទល់ពេលនេះមានប្រជាជនស៊ីវិល32នាក់បានបាត់បង់ជីវិតនិង93នាក់បានរងរបួសជំវិញបញ្ហានេះតំណាងរាជគណបកប្រឆាំងលោកអ៊ុំសំអានបានចែករំលែកវីដេអូពីទង្វើឈ្លានពានរបស់ថៃនិងបាននិយាយថានៅថ្ងៃទី29ខែធ្នូនេះថៃកំពុងប្រើគ្រឿងចាក់ឈូសកំទេចផ្ទះរបស់ពលរដ្ឋខ្មែរនៅឯភូមិជោគជ័យដើម្បីយកដីធ្វើជាលេនដ្ឋានសម្រាប់យោធាថៃលោកថាទង្វើនេះគឺថៃបានឈូសកំទេចផ្ទះរបស់ពលរដ្ឋខ្មែរទាំងអស់ចោលនៅឯរង្វង់មូតាអ៊ុំនៅច្រកអានសេះខេត្តព្រះវិហារនាពេលថ្មីៗនេះលើពីនេះលោកថាកិច្ចព្រមព្រៀងបទច្បាញ់នាពេលថ្មីៗនេះថៃបានដីខ្មែរបានសន្តិភាពคล้ายៗចំណែកលោកវ៉ាន់ចាន់ឡូតអ្នកវិភាគឯករាជ្យនិងជាអ្នកច្បាប់បាននិយាយថាជាជំរើសល្អបំផុតលោកហ៊ុនម៉ាណែតគួរចេញមុខសំទោសប្រជាជាតិខ្មែរជាសាធារណៈនិងទទួលស្គាល់កំហុសរបស់ខ្លួនដែលអសមត្ថភាពមិនអាចការពារទឹកដីនិងចាញ់សង្គ្រាមលោកបញ្ជាក់ថាក្នុងនាមជាពលរដ្ឋម្នាក់លោកពិតជាគាំទ្រនឹងការចោះចាញ់នេះព្រោះមិនអាចបន្តសង្គ្រាមដែលដឹងថាខ្លួនចាញ់បែបនេះទេលោកថាតំបន់អានសេះនិងអូស្មាច់បើសត្រូវអាចវាយបែកហើយទំនងគ្មានកន្លែងណាអាចទប់បានទេលោកគិតថាបើកុំតែមានបទច្បាញ់ទាន់សម្បីតែប្រាសាទព្រះវិហារពេលនេះក៏ត្រូវបានយោធាថៃគ្រប់គ្រងដែរសម្រាប់លោកវ៉ាន់ចាន់ឡូតការទទួលស្គាល់កំហុសជាសាធារណៈរបស់មេដឹកនាំជារឿងធម្មតាទៅហើយសម្រាប់ការដឹកនាំដែលអំណាចបានមកពីពលរដ្ឋក្រៅពីការសំទោសចំពោះមុខប្រជាជាតិខ្មែរការបដិញ្ញាចិត្តកែប្រែខ្លួនភ្លាមជាជំរឿបន្ទាប់ក្នុងករណីមិនក្លាហានចុះចេញពីអំណាចលោកថាប្រសិនបើសង្គ្រាមឈ្លានពានរបស់ថៃពីលើកមកនេះមិនអាចឲ្យកម្ពុជាផ្លាស់ប្ដូរខ្លួនឯងទេមានន័យថាកម្ពុជានឹងប្រឈមទៅនឹងការបាត់បង់ទឹកដីទាំងស្រុងលោកចាន់ឡូតចោទជាសំណួរថាត្រង់នេះពលរដ្ឋខ្មែរក៏នឹងពិចារណាបោះសញ្ញកឆ្នោតទៅឲ្យគណបកកណ្ដាលអំណាចអាណត្តិក្រោយៗទៀតឬយ៉ាងណាក្រមព្រហ្មទណ្ឌកម្ពុជាមាត្រា440ចែងថាអំពើប្រកុលរដ្ឋបរទេសឬភ្នាក់ងារបរទេសនៅដែនដីជាតិទាំងស្រុងឬមួយផ្នែកជាអំពើក្បត់ជាតិត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតចាលោកអ្នកនាងជាទីមេត្រីក្រោយសៀមដណ្ដើមកាន់កាប់ទឹកដីខ្មែរមួយផ្នែកតាមព្រំដែននៅក្នុងសង្គ្រាមឈ្លានពានខ្មែរចំនួន21ថ្ងៃមកនេះនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតក៏បានបង្ហាញនូវការបដិញ្ញាចិត្តផងដែរថានឹងយកការលំបាកនេះកសាងជាតិខ្មែរឲ្យកាន់តែរឹងមាំយ៉ាងណាអ្នកខ្លំមើលមិនមានជំនឿលើសារនេះទេដរាបណាជីវភាពគ្រួសារកងទ័ពនៅតែមានជីវភាពលំបាកដែលខុសដាច់ឆ្ងាយពីគ្រួសារមេដឹកនាំនិងគ្មានសញ្ញាស្ដារប្រព័ន្ធប្រជាធិបតេយ្យឡើងវិញទេនោះចាសសូមទស្សនាសេចក្តីរាយការណ៍ដោយអ្នកខ្ញុំកៅមរកតដូចតទៅចាលោកអ្នកនាងជាទីមេត្រីអ្នកតាមដានខ្លះរីគុណនឹងជំរុញឲ្យនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតសុំទោសពលរដ្ឋខ្មែរជាសាធារណៈជំវិញការដែលយោធាថៃដណ្ដើមកាន់កាប់ទឹកដីខ្មែរមួយផ្នែកតាមព្រំដែននៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃចំនួន21ថ្ងៃមកនេះគណៈមេដឹកនាំរូបនោះបកស្រាយថាកិច្ចព្រមព្រៀងបទច្បាញ់ថ្មីនេះមិនមែនជាការកាត់ទឹកដីឲ្យថៃដើម្បីដោះដូរសន្តិភាពឬការចោះចាញ់ក្តីកិច្ចព្រមព្រៀងបទច្បាញ់ថ្មីបានធ្វើឡើងនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ក្រោយថៃបើកការបាញ់ប្រហារឈ្លានពានកម្ពុជាអស់រយៈពេល21ថ្ងៃរួចមកក្រោយមានបទច្បាញ់ថៃបានបញ្ចេញវីដេអូជាច្រើនដែលគេជឿថាថៃបានគ្រប់គ្រងដីខ្មែរជាច្រើននៅក្រោមទង្វើឈ្លានពាននេះដូចជាថៃដណ្ដើមគ្រប់គ្រងប្រាសាទខ្នាប្រាសាទតាក្របីនៅឯខេត្តឧត្តរមានជ័យភូមិជោគជ័យនិងភូមិព្រៃច័ន្ទភូមិបឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យតំបន់អានសេះនៅក្នុងខេត្តព្រះវិហារទីប្រជុំជននៅឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់និងទីតាំងជាច្រើនទៀតជុំវិញបញ្ហានេះអ្នកប្រើប្រាស់បណ្ដាញសង្គមបានចោទប្រកាន់មេដឹកនាំគ្រួសារហ៊ុនពីអសមត្ថភាពក្នុងការការពារទឹកដីហើយថាកិច្ចព្រមព្រៀងបទច្បាញ់នេះជាការកាត់ដីឲ្យបរទេសដើម្បីរក្សាអំណាចក្រោមពាក្យស្រឡាញ់សន្តិភាព
យ៉ាណានាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានបញ្ចេញសារលើបណ្ដាញសង្គមរបស់លោកដោយលោកបានបកស្រាយថាការជ្រើសយកនៅការអនុវត្តបទច្បាប់នេះមិនមែនមានន័យថាកម្ពុជាចោះចាញ់ឬសុកចិត្តយកបូរណភាពទឹកដីទៅដូរយកសន្តិភាពឡើយហើយថារឹតតែមិនមែនមានន័យថាកម្ពុជាអស់សមត្ថភាពឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរប៉ុន្តែផ្ទុយទៅវិញការសម្រេចចិត្តនេះបង្ហាញថាកម្ពុជាបានសម្រេចប្រកាន់យកនៅមាគ៌ាសន្តិភាពនិងការតម្កល់អាយុជីវិតនិងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងបំផុតនិងខ្ពស់បំផុតមួយរបស់ខ្លួនបើទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធឬការលំបាកយ៉ាងណាក៏ដោយលោកគូបញ្ជាក់ថាបើទោះបីយើងនៅតែអាចបន្តទប់ទល់នឹងការប្រយុទ្ធគ្នាក្នុងនាមជាប្រទេសតូចយើងនៅតែមិនមានអ្វីចំណេញសោះឡើយពីការអូសបន្លាយនៅក្នុងរយៈពេលយូរនៃការប្រយុទ្ធនេះពេលនេះប្រជាពលរដ្ឋភាគសឹកជាងកន្លះលាននាក់កំពុងទន្ទឹមរង់ចាំថ្ងៃដែលពួកគេក្រោយសៀមដណ្ដើមកាន់កាប់ទឹកដីខ្មែរមួយផ្នែកតាមព្រំដែនក្នុងសង្គ្រាមឈ្លានពានខ្មែរចំនួន21ថ្ងៃមកនេះរហូតដល់មានកិច្ចព្រមព្រៀងបទច្បាញ់ថ្មីទៀតកាលពីថ្ងៃសៅរ៍នោះនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតបង្ហាញការបដិញ្ញាចិត្តថានឹងយកការលំបាកនេះធ្វើឲ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរឲ្យកាន់តែរឹងមាំខណៈមានការរិះគន់ថាមេដឹកនាំបច្ចុប្បន្នអសមត្ថភាពការពារទឹកដីលោកហ៊ុនម៉ាណែតបញ្ចេញសារថ្មីមួយដែលជាការឆ្លើយតបទៅនឹងការរិះគន់ដោយថាការជ្រើសរើសយកនៅការអនុវត្តបទច្បាញ់នេះមិនមែនមានន័យថាកម្ពុជាចោះចាញ់ឬសុកចិត្តយកបូរណភាពទឹកដីទៅដូរយកសន្តិភាពឡើយហើយថារឹតតែមិនមែនមានន័យថាកម្ពុជាអស់សមត្ថភាពឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរប៉ុន្តែផ្ទុយទៅវិញការសម្រេចចិត្តនេះបង្ហាញថាកម្ពុជាបានសម្រេចប្រកាន់យកនៅមាគ៌ាសន្តិភាពនិងការតម្កល់អាយុជីវិតនិងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងបំផុតនិងខ្ពស់បំផុតមួយរបស់ខ្លួនបើទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធឬការលំបាកយ៉ាងណាក៏ដោយសារនេះត្រូវបានអង្គភាពអ្នកនាំពាក្យលោកប៉ែនបូណាយកអានទាំងស្រុងនៅព្រឹកថ្ងៃច័ន្ទនេះផងដែរដោយបញ្ជាក់ថារដ្ឋាភិបាលនឹងយកការលំបាកនេះធ្វើជាឱកាសដើម្បីឲ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរឲ្យកាន់តែរឹងមាំទុកលំបាកនិងពលិកម្មសាច់ស្រស់ឈាមស្រស់របស់វីរៈជនយើងនៅសមរភូមិគឺជាការដាស់តឿនមិនឲ្យយើងបំភ្លេចមួយវិនាទីណាឡើយបែកបាក់គឺស្លាប់សាមគ្គីរឹងមាំគឺរស់ដូច្នេះស្របតាមពាក្យចាស់ថាចង្កឹះមួយបាច់គេកាច់មិនបាក់យើងត្រូវយកការលំបាកពេលនេះធ្វើជាឱកាសដើម្បីឲ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើងឲ្យកាន់តែរឹងមាំនិងកាន់តែប្រសើរឡើងប្រកបដោយភាពធន់នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើងជាការកត់សម្គាល់ជាង8ឆ្នាំមកនេះគណៈបកកណ្ដាលអំណាចដែលដឹកនាំដោយគ្រួសារហ៊ុនរងការរិះគន់ថាបានប្រើតុលាការដើម្បីកម្ចាត់និងកំទេចខ្មែរគ្នាឯងដើម្បីសម្រេចមហិច្ឆតាក្រាញអំណាចពីពុកតកូនធ្វើឲ្យជាតិបែកបាក់ធ្ងន់ធ្ងរជិត10ឆ្នាំមកនេះតួយ៉ាងដូចជារំលាយគណៈបកសង្គ្រោះជាតិដែលជាគណៈបកប្រឆាំងដ៏ធំមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេសនិងចាប់មេបកប្រឆាំងលោកកឹមសុខាដាក់ពន្ធនាគារនិងបន្តសម្លាប់ជីវិតនយោបាយពួកគេរហូតដល់បច្ចុប្បន្នចាប់សកម្មជនបរិស្ថានសិទ្ធិមនុស្សនិងកម្ចាត់សារព័ត៌មានឯករាជ្យជាដើមអតីតតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិនិងជាស្ថាបនិកគណៈបកកាយតម្រង់កម្ពុជាលោកអ៊ូច័ន្ទរតនិយាយថាពាក្យថារួបរวมគ្នានេះពលរដ្ឋខ្មែរទូទាំងប្រទេសចង់បានប៉ុន្តែការបង្រួបបង្រួមពិតប្រាកដវាទាល់តែមានគោលនយោបាយច្បាស់លាស់សម្រាប់ធ្វើដំណើររួមគ្នាមិនមែនបបួលគេរួបរวมតែគេនិយាយរិះគន់មិនបាននោះមិនមែនជាឆន្ទៈសម្រាប់រួបរวมនោះទេក្នុងន័យនេះលោកបញ្យល់ថាក្នុងសង្គមមួយបើមានអយុត្តិធម៌ច្រើនពេកពុករលួយច្រើនហើយនិយាយមិនបានដោយករណីឧក្រិដ្ឋកម្មឆបោកជាដើមមិនអាចរកការឯកភាពជាតិបានទេមួយវិញទៀតឯកភាពជាតិអាចធ្វើទៅបានទាល់តែមានគោលនយោបាយច្បាស់លាស់សម្រាប់ជាតិទាំងមូលតាមរយៈអង្គុយជជែកគ្នាកុំគិតពីរឿងនិន្នាការនយោបាយពិសេសអនុវត្តប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបកដោយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមិនគិតពីការក្រាញអំណាចជាធំអំណាចត្រូវបានផ្លាស់ប្ដូរតាមការបោះឆ្នោតដោយសេរីនិងយុត្តិធម៌តាមឆន្ទៈរបស់ពលរដ្ឋរួមទាំងប្រកាសដោះលែងអ្នកទោសមនសិការផងដែរនោះទៅធ្វើឲ្យពលរដ្ឋខ្មែរជឿថារដ្ឋាភិបាលពិតជាមានឆន្ទៈរួបរวมជាខ្មែរគ្រប់រូបដើម្បីកសាងជាតិខ្មែរឲ្យខ្លាំងឥឡូវប្រកាសទៅលើកលែងទោស
អ្នកទោសម្នាក់សកាទាំងអស់ហ្នឹងត្រូវទម្លាក់បត់ចោលទម្លាក់ទៅអាដាមកម្មសខាហ្នឹងអាហ្នឹងជារឿងមួយដែលចាប់ផ្ដើមជំហានដំបូងអញ្ចឹងណាអ្នកបរិស្ថានក្តីដែលគេធ្វើការដើម្បីសង្គមធ្វើការអីហ្នឹងលែងគេមកវិញមកដើម្បីបង្ហាញពីឆន្ទៈក្នុងការបង្រួបបង្រួមមកព្រោះយើងពិនិត្យឡើងវិញទៅមិនមែនតែយើងអ្នកថាទេសហគមន៍អន្តរជាតិគេថាដែរគេថាវាអយុត្តិធម៌វាមិនត្រឹមត្រូវទេចាប់គេដាក់គុកបែបហ្នឹងណាដូច្នេះត្រូវតែពិនិត្យឡើងវិញលែងអ្នកទាំងអស់ហ្នឹងមកឲ្យចេញមកមានសេរីភាពមកលើពីនេះលោកថារដ្ឋាភិបាលត្រូវរៀបចំយន្តការប្រជាធិបតេយ្យឲ្យច្បាស់លាស់បើកលំហសេរីភាពបញ្ចេញមតិឲ្យបានច្បាស់លាស់ដែលលោកគិតថាពេលនោះខ្មែរនឹងឈប់ឆ្លោះគ្នាព្រោះអំណាចបានមកពីការបោះឆ្នោតត្រឹមត្រូវតាមសមត្ថភាពរបស់អ្នកនយោបាយអ្នកណាបកកែអ្នកណាឆ្លាតអ្នកគិតពីប្រយោជន៍ជាតិជាងគេត្រូវបានប្រជាពលរដ្ឋគ្រប់គ្រងទៅហើយកុំគិតថាអំណាចនឹងត្រូវតែជារបស់ខ្លួនរហូតអានឹងលេចអីហើយដូចនៅស្រុកគេចឹងមានអ្នកណាទៅខ្វល់រឿងអំណាចនឹងរហូតនោះដល់ម៉ោងគេចុះហើយគេដើរចេញហើយទុកឲ្យអ្នកក្រោយធ្វើទៅដល់ពេលហ្នឹងលែងឈ្លោះគ្នាហើយលែងកាប់ចាក់គ្នាលែងដណ្ដើមគ្នាហើយប៉ុន្តែសំខាន់មែនទែនឆន្ទៈនយោបាយតែមានចេតនានយោបាយហ្នឹងមិនមែនតែនទេក្នុងការបង្រួបបង្រួមហ្នឹងប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅអូស្ត្រាលីលោកសង្សានករណានិយាយថាសាររបស់នាយករដ្ឋមន្ត្រីអាណត្តិថ្មីនេះដូចគ្នាទៅនឹងសាររបស់នាយករដ្ឋមន្ត្រីអាណត្តិចាស់ដែរដោយលោកសង្កេតឃើញថាមេដឹកនាំតែងតែផ្ញើសារបែបនេះប៉ុន្តែបើសង្កេតមើលពីជីវភាពរស់នៅជាក់ស្ដែងរបស់គ្រួសារកងទ័ពនិងជីវភាពគ្រួសារមេដឹកនាំវិញគឺនៅមានគម្លាតឆ្ងាយណាស់មួយវិញទៀតពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិមនុស្សក៏ដូចគ្នាលោកសង្កេតឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះការលើកកម្ពស់សិទ្ធិធ្វើនយោបាយនិងសិទ្ធិបញ្ចេញមតិនៅតែបន្តរងនឹងការគំរាមកំហែងនិងចាប់ចងតាមទំនឹងចិត្តមិនទាន់មានភាពល្អប្រសើរឡើងវិញទេលោកថាដើម្បីឲ្យពលរដ្ឋជឿជាក់លើការដឹកនាំត្រូវផ្ដើមចេញពីការជួយលើកកម្ពស់ជីវភាពគ្រួសារកងទ័ពរួមទាំងគ្រួសារដែលមានសមាជិកពលីជីវិតនិងត្រូវដោះលែងសកម្មជនសង្គមអ្នកនយោបាយប្រឆាំងឲ្យមានសេរីភាពឡើងវិញត្រូវបើកឲ្យមានការបោះឆ្នោតដែលមានលក្ខណៈសេរីត្រឹមត្រូវនិងយុត្តិធម៌ទៅតាមគន្លងប្រជាធិបតេយ្យឡើងវិញខ្ញុំមិនចង់ឲ្យអ្វីដែលជាការដឹកនាំនឹងឃើញគ្រាន់តែគម្លាតរវាងមេដឹកនាំនិងអ្នកដែលលះបង់នៅអាយុជីវិតនឹងទេយើងចង់ឲ្យវាស្ដែងចេញនៅអ្វីដែលជាការធ្វើឡើងដោយមានទំនុកចិត្តជូនចំពោះទៅដល់ក្រុមគ្រួសារកងទ័ពណាដែលបានលះបង់ជីវិតដែលពិការដែលរស់នៅក្នុងភាពក្រីក្រទុរគតអីទាំងអស់នេះយើងត្រូវរកវិធីរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីស្ដារនៅលទ្ធភាពនិងជីវភាពពួកគាត់ឲ្យបានល្អប្រសើរអានោះគឺជាអ្វីដែលយើងចង់ឃើញរូបភាពពិតជាក់ស្ដែងសម្រាប់លោកករុណាដើម្បីធ្វើគ្រួសារយោធិនរួមទាំងអ្នកដែលបានពលីជីវិតនៅលើសមរភូមិប្រឆាំងទៅនឹងការឈ្លានពានរបស់សៀមមានជំនឿទៅលើការអះអាងរបស់រដ្ឋាភិបាលគឺចាំបាច់ណាស់ត្រូវធ្វើយ៉ាងណាកុំឲ្យជីវភាពគ្រួសារកងទ័ពមានគម្លាតដាច់ឆ្ងាយខ្លាំងពីគ្រួសារមេដឹកនាំនិងត្រូវស្ដារប្រជាធិបតេយ្យដោះលែងអ្នកនយោបាយប្រឆាំងហើយរៀបចំឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទៅតាមគន្លងប្រជាធិបតេយ្យឡើងវិញដើម្បីអាចទាក់ទាញការគាំទ្រពីសហគមន៍ជាតិនិងអន្តរជាតិនោះទើបអាចកសាងជាតិខ្មែរឲ្យកាន់តែរឹងមាំប្រឆាំងទៅនឹងសត្រូវឈ្លានពានបាននាងខ្ញុំកៅមរកត VOD ចាលោកនាង VOD សូមអធិស្ឋានចំពោះកំហុសបច្ចេកទេសនៅមុននេះបន្តិចចាដោយឡែកអ្នកតាមដានកិច្ចការព្រំដែនបារម្ភថាដីខ្មែរដែលសៀមដណ្ដើមកាន់កាប់នៅក្នុងសង្គ្រាមឈ្លានពាន21ថ្ងៃមកនេះនឹងបាត់បង់ទៅជារៀងរហូតបើគ្រួសារហ៊ុនមិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ខណៈសត្រូវបង្ហាញវីដេអូនៅការឈ្លានពានជាច្រើនកន្លែងរួមទាំងប្រាសាទតាក្របីនិងភូមិជោគជ័យផងនោះចាសូមទស្សនានិងស្ដាប់នៅសេចក្តីរាយការណ៍របស់លោកសែនសច្ចៈដូចតទៅដីខ្មែរច្រើនកន្លែងតាមបន្ទាត់ព្រំដែនមានប្រាសាទតាក្របីនិងភូមិជោគជ័យជាដើមដែលពួកសៀមបង្ហាញវីដេអូថាបានដណ្ដើមកាន់កាប់ក្រោយសង្គ្រាមឈ្លានពានចំនួន20ថ្ងៃមកនេះត្រូវគេជឿថានឹងបាត់បង់ជារៀងរហូតបើរដ្ឋាភិបាលគ្រួសារហ៊ុនមិនប្តឹងសត្រូវឈ្លានពាននេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះបូរណភាពទឹកដីខ្មែរទីនោះក្តីបារម្ភនេះខណៈបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី27ខែធ្នូថៃបានបញ្ចេញវីដេអូជាច្រើនដែលគ្រប់គ្រងដីខ្មែរដូចជាប្រាសាទខ្នារប្រាសាទតាក្របីនៅខេត្តឧត្តរមានជ័យភូមិជោគជ័យនិងភូមិព្រៃច័ន្ទក្នុងខេត្តបន្ទាយមានជ័យ
និងតំបន់អានសេះក្នុងខេត្តព្រះវិហាររួមទាំងទីតាំងមួយចំនួនទៀតជុំវិញបញ្ហានេះនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតនៅថ្ងៃទី29ខែធ្នូនេះបានផ្ញើសារដល់វេទអនឡាញមួយលើបណ្ដាញសង្គម Facebook របស់លោកអំពីកិច្ចព្រមព្រៀងបទឈប់បាញ់ក្រោយរងការរិះគន់ថាថៃនឹងច្បាមយកដីខ្មែរបានដោយជោគជ័យតែលោកមិនបានបញ្ជាក់រឿងប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នោះទេលោកហ៊ុនម៉ាណែតបានគូបញ្ជាក់ថាក្រោយពីព្យាយាមចរចាដោយភាពអត់ធ្មត់ខ្ពស់បំផុតកម្ពុជានិងថៃបានឯកភាពអនុវត្តបទឈប់បាញ់ភ្លាមនៅនឹងកន្លែងដែលចូលជាធរមានចាប់ពីម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025តទៅលោកថាការអនុវត្តបទឈប់បាញ់នេះមិនមែនមានន័យថាកម្ពុជាចោះចាញ់ឬសុកចិត្តយកបូរណភាពទឹកដីទៅដូរយកសន្តិភាពឡើយហើយរត់តែមិនមែនមានន័យថាកម្ពុជាអស់សមត្ថភាពឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរក៏ប៉ុន្តែលោកថាការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្ដែងនេះគឺត្រូវបានទទួលស្គាល់ជាផ្លូវការដោយភាគីទាំងសងខាងថាគ្មានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយបើតាមលោកហ៊ុនម៉ាណែតខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញានិងអនុសញ្ញាដែលមានស្រាប់ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃអនុលោមតាមច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញានិងយន្តការធ្វើភាគីទាំងឡាយដែលមានជាធរមានយ៉ាងណាតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកអ៊ុំសំអានយល់ថាបទឈប់បាញ់នេះគឺខ្មែរចាញ់ប្រៀបថៃក្រោយថៃបើកការឈ្លានពានទឹកដីខ្មែរ21ថ្ងៃមកនេះបានកាន់កាប់ទីតាំងមួយចំនួនហើយលោកថាខ្មែរនឹងមិនអាចទាមទារមកវិញបានទេបើបន្តចរចាធ្វើភាគីជាមួយថៃនោះអ្នកខ្លំមើលកិច្ចការព្រំដែនរូបនេះដឹងថាទីតាំងជាច្រើនលើទឹកដីកម្ពុជាដែលថៃកំពុងកាន់កាប់រួមមានដូចជាប្រាសាទតាក្របីភូមិព្រៃច័ន្ទភូមិជោគជ័យប្រាសាទខ្នារច្រកអានសេះថ្មដានិងភ្នំ500ជាដើមបើតាមលោកសំអានជាបទពិសោធន៍ថៃបានគ្រប់គ្រងកោះគុតផ្ទះតាមុកនិងប្រាសាទតាមន់តូចនាពេលកន្លងទៅតែថៃមិនបានប្រគល់ឲ្យកម្ពុជាទេបើទោះបីជាបានចរចាធ្វើភាគីក៏ដោយដែលការនេះលោកថាទាល់តែប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ទើបអាចទាមទារទឹកដីទាំងនោះមកវិញបានកម្ពុជាយើងអាចប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីទាមទារទឹកដីមកវិញហើយទី3យើងអាចប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ដើម្បីទាមទារទឹកដីទាំងអស់ហ្នឹងមកវិញប៉ុន្តែយើងជឿថាលោកហ៊ុនម៉ាណែតនឹងមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ដើម្បីទាមទារទឹកដីហ្នឹងមកវិញនោះទេគាត់នឹងចរចាធ្វើភាគីដើម្បីកាត់ទឹកដីខ្មែរយើងដែលថៃឈ្លានពានក្នុងកំឡុងពេលសង្គ្រាមហ្នឹងជាង10ថ្ងៃហ្នឹងដើម្បីកាត់ទៅឲ្យថៃទៅដូរយកសន្តិភាពនិងអំណាចជាមួយគ្នានេះប្រធានក្រុមប្រឹក្សាខ្លំមើលកម្ពុជាលោកម៉ែនណាតយល់ថាបារដ្ឋាភិបាលគ្រួសារហ៊ុនចរចាធ្វើភាគីជាមួយថៃហើយកាត់ទឹកដីឲ្យថៃដោយដែលធ្លាប់ធ្វើជាមួយវៀតណាមនោះគ្រួសារហ៊ុននឹងរងការចោទថាជាជនក្បត់ជាតិយ៉ាងណាលោកថាដើម្បីជំរះមន្ទិលរឿងកាត់ដីបរទេសនេះរដ្ឋាភិបាលគ្រួសារហ៊ុនត្រូវតែដាក់ពាក្យប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ រួមទាំងតុលាការឧក្រិដ្ឋកម្ម ICC ផងដែរបើសិនជាភាគីខ្មែរហ្នឹងទទួលយកលក្ខខណ្ឌរបស់ថៃបានន័យថាយើងមេដឹកនាំចោលមិនសៀតហើយការប្តឹងរឿងព្រំដែនគឺទៅតុលាការយុត្តិធម៌អន្តរជាតិហើយប្តឹងរឿងសងខូចខាតប្រាសាទអីហ្នឹងវាប្តឹងទៅតុលាការ ICJ ដែរចំណែកឯរឿងបញ្ហាជនស៊ីវិលបញ្ហាអ្នកណាបង្កសង្គ្រាមគឺយើងប្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC រដ្ឋាភិបាលកម្ពុជាហ្នឹងជាប្រវត្តិសាស្ត្ររបស់លោកហ៊ុនសែនដោះស្រាយហ្នឹងគឺគាត់ឈិនឆាយជាមួយយួនក៏អញ្ចឹងហើយជាមួយសៀមហ្នឹងក៏បង្កើតឲ្យមានមន្ទិលសង្ស័យដែរថាតើដោះស្រាយតាមបែបដូចយួនឬក៏បែបទាមទារយុត្តិធម៌ដោយស្មោះត្រង់ជាមួយជាតិជាមួយពលរដ្ឋកម្ពុជានិងថៃបានសម្រេចចុះហត្ថលេខាលើបទឈប់បាញ់ថ្មីមួយក្នុងរយៈពេល72ម៉ោងចាប់ពីម៉ោង 12 ថ្ងៃត្រង់ថ្ងៃទី27ខែធ្នូឆ្នាំ2025តទៅដែលកិច្ចព្រមព្រៀងនេះបានបញ្ជាក់ថាភាគីថៃនឹងដោះលែងយោធាកម្ពុជាចំនួន18នាក់មកវិញដែលថៃឃុំខ្លួនជាង5ខែទៅនេះបើបទឈប់បាញ់នេះមានប្រសិទ្ធភាពតាមរយៈពេលកំណត់យ៉ាងណាអ្នកវិភាគឯករាជ្យនិងជាអ្នកច្បាប់លោកវ៉ាន់ចាន់ឡូតហៅលទ្ធផលនេះថាថៃនៅតែអាចដណ្ដើមយកកូនសោររក្សាទុកក្នុងដៃមានន័យថាបិទឬបើកនៅតែអាស្រ័យលើភាគីថៃដដែលលោកថា21ថ្ងៃនៃសង្គ្រាមជុំទី2នេះកម្ពុជាគួរតែអាចវាយតម្លៃកម្លាំងយោធាថៃដឹងច្បាស់ហើយដូច្នេះចន្លោះពេលនេះត្រូវប្រញាប់បំពេញចំណុចខ្វះខាតដោយកុំឲ្យកងទ័ពខ្លាចជាកណ្ដុរនៅតែក្នុងរូង
ត្រូវបានដុតចំអិនដោយគ្រាប់បែកនិងដែនអាកាសលហលហេវមានតែអង្គភាពបង្កើតមន្ត្រីដេកស៊ីតែប្រាក់ខែជុំទី3នៃសង្គ្រាមនឹងអាចកើតឡើងដោយជៀសបំផុតគ្រាន់តែពេលវេលាវែងឬខ្លីលោកច័ន្ទលូតសង្កត់ធ្ងន់ថាកំណែទម្រង់ស៊ីជម្រៅនឹងច្បាស់លាស់ត្រូវតែចាប់ផ្ដើមរីឯការពង្រឹងសាមគ្គីជាតិនិងឯកភាពជាតិដោយដោះលែងអ្នកទោសនយោបាយនិងលើកលែងការចោទប្រកាន់ទាំងអស់ហើយបើកចំហឲ្យខ្មែរគ្រប់ទិសទីបានចូលស្រុកទេសជួយជាតិជាការចាំបាច់ផងនិងសំខាន់ផងថៃពិតជាមានលទ្ធភាពគ្រប់គ្រាន់ផ្ដួលរំលំមេដឹកនាំកម្ពុជាតាមការបដិញ្ញាចិត្តរបស់ពួកគេព្រោះតែការបែកបាក់ជាតិពលរដ្ឋរងគ្រោះព្រោះរបៀបដឹកនាំនិងអយុត្តិធម៌សង្គមនិងអន្តរជាតិមើលមកកម្ពុជាជាដែនដីឧក្រិដ្ឋកម្មការឈ្លានពានរបស់យោធាថៃក្នុងរយៈពេល21ថ្ងៃនេះចាប់តាំងពីថ្ងៃទី27ខែធ្នូបានសម្លាប់ពលរដ្ឋស្លូតត្រង់ចំនួន31នាក់និងរងរបួសជិត100នាក់រួមទាំងមានពលរដ្ឋភៀសខ្លួនចំនួនជិត70,000នាក់ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនមានផ្ទះវត្តអារាមសាលារៀនកាស៊ីណូស្ពានថ្នល់និងប្រាសាទបុរាណជាដើមខ្ញុំសែនសេចក្ដី VOD ចាលោកនាងជាទីមេត្រីសម្រាប់ព័ត៌មានអន្តរជាតិនៅថ្ងៃច័ន្ទទី29នេះចាទ្រព្យសម្បត្តិជាច្រើនទៀតនៅប្រទេសសិង្ហបុរីដែលពាក់ព័ន្ធទៅនឹងមហាសេដ្ឋីលោកឆេនស៊ីសិង្ហបុរីកំពុងតែស្វែងរកនឹងការរឹបអូសនិងជំទាស់ទៅនឹងការដកប្រាក់ដោយមានការលើកឡើងពីការស៊ើបអង្កេតដែលកំពុងដំណើរការយ៉ាងស្មុគស្មាញចាកញ្ញាខុនច័ន្ទតារារតរាយការណ៍ព័ត៌មានលម្អិតជូនទ្រព្យសម្បត្តិជាច្រើនទៀតនៅក្នុងប្រទេសសិង្ហបុរីដែលមានទំនាក់ទំនងជាមួយពាណិជ្ជករកម្ពុជាលោកចែនស៊ីនិងក្រុមហ៊ុនរបស់លោកគឺ Prince Group អាចនឹងត្រូវបានរឹបអូសបន្ទាប់ពីវត្តមាននៃទ្រព្យសម្បត្តិទាំងនេះត្រូវបានលាតត្រដាងនៅក្នុងសវនាការរបស់តុលាការប្រភពសារព័ត៌មាន The Straits Times បានរាយការណ៍នៅថ្ងៃទី29ខែធ្នូឆ្នាំ2025នេះ The Straits Times បានឲ្យដឹងថានាយកដ្ឋានកិច្ចការពារពាណិជ្ជកម្មកំពុងស្វែងរកការរឹបអូសសាយឬមូលបតិណប័ត្រដែលមានតម្លៃលើសពី $3.7 លានបានបំណុលដែលមានតម្លៃលើសពី$2 សែននិងប្រាក់បញ្ញើសុវត្ថិភាពមានតម្លៃ$3 សែនជាងអតីតបុគ្គលិកការងារការិយាល័យគ្រួសារដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី DW Capital របស់លោកចែនបានដាក់ពាក្យស្នើសុំដកប្រាក់ពីការិយាល័យគ្រួសារនៅថ្ងៃទី18ខែវិច្ឆិកានេះបើយោងតាមការបញ្ជាក់ដែលឃើញដោយ ST ពាក្យស្នើសុំនៅក្នុងតុលាការត្រូវបានដាក់ស្នើដោយអតីតអ្នកគ្រប់គ្រងធនធានមនុស្សរបស់ DW Capital ក្នុងនាមជាប្រធានក្រុមហ៊ុនតែមួយគត់ដែលនៅសេសសល់របស់ក្រុមហ៊ុនគឺលោក Karen Chen Siling អតីតអ្នកគ្រប់គ្រងធនធានមនុស្សត្រូវបានគេយល់ថាបានដាក់ពាក្យស្នើសុំដកប្រាក់ពី DW Capital ក្រុមហ៊ុនឃ្លាំងផ្ទុកទំនិញដែលមានតម្លៃខ្ពស់ Capital Soon Warehousing ក្រុមហ៊ុនហិរញ្ញវត្ថុឡាន Skylink Investment Management និងអាជីវកម្មប្រឹក្សាផ្នែកព័ត៌មានវិទ្យា Citylink Solution ក្រុមហ៊ុនទាំង4នេះមានពាក់ព័ន្ធជាមួយនឹងលោកចែនកើតនៅហ្វូជៀនអាយុ38ឆ្នាំដោយផ្ទាល់ឬតាមរយៈការចុះបញ្ជីនៅលើកោះ Virgin ប្រទេសអង់គ្លេសរបស់លោកឈ្មោះ Global Treasure Development ក្រុមហ៊ុន DW Capital Capital Soon Warehousing Skyline Investment Management ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនដែលត្រូវបានដាក់ទណ្ឌកម្មដោយក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកចំណែកឯ Citylink Solution មិនមាននៅក្នុងបញ្ជីទេអតីតបុគ្គលិកផ្នែកគ្រប់គ្រងបានដាក់ពាក្យស្នើសុំដកប្រាក់ចំនួន$3 សែនជាងសម្រាប់ការចំណាយផ្សេងៗដូចជាប្រាក់ឈ្នួលដែលបានចំណាយចាប់ពីគណនីធនាគារត្រូវបានបង្កកចំនួន$4 សែនជាងសម្រាប់ពន្ធក្រុមហ៊ុនដែលនៅជំពាក់នឹងប្រហែល$10,000ជាងសម្រាប់ការចំណាយអនាគតយោងតាមឯកសាររបស់តុលាការនាយកដ្ឋានកិច្ចការពារពាណិជ្ជកម្មបានជំទាស់ទៅនឹងការដកប្រាក់ដោយបានលើកអំពីការស៊ើបអង្កេតដែលកំពុងដំណើរការយ៉ាងស្មុគស្មាញលើបរិមាណដ៏ធំនៃប្រតិបត្តិការដែលនឹងត្រឡប់ទៅឆ្នាំ2017វិញនាងខ្ញុំខុនច័ន្ទតារារត VOD បទសម្ភាសន៍ចាលោកនាងសម្រាប់នាទីបទសម្ភាសន៍នៅក្នុងថ្ងៃច័ន្ទទី29នេះVOD នឹងជជែកទៅលើប្រធានបទថាតើការផ្អាប់នៅយុត្តិធម៌របស់សកម្មជនមេដាធម្មជាតិឆ្លុះបញ្ចាំងបែបណាពីប្រព័ន្ធនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជាចាដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាបទសម្ភាសន៍ទាំងស្រុងរវាងនឹងខ្ញុំកៅមរកប
ចាការមរកតនិងអ្នកនាងសុនរដ្ឋាសមាជិកយុវជនមេដាធម្មជាតិដូចតទៅចាសូមជម្រាបសួរអ្នកនាងសុនរដ្ឋាចាចាសូមជម្រាបសួរមរកតហើយនឹងជម្រាបសួរបងប្អូនទាំងអស់គ្នា អរគុណអ្នកនាងរដ្ឋាដែលបានចូលរួមផ្ដល់នៅបទសម្ភាសន៍ជាមួយនឹង VOD នៅក្នុងថ្ងៃនេះចាអញ្ចឹងសម្រាប់ប្រធានបទយើងនៅក្នុងថ្ងៃនេះយើងនឹងជជែកទៅលើថាតើការបន្តផ្អឹបយុត្តិធម៌សកម្មជនមេដាធម្មជាតិឆ្លុះបញ្ចាំងបែបណាពីប្រព័ន្ធនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងចាគួររំលឹកផងដែរកាលពីខែកក្កដាឆ្នាំ2024ដែលគិតមកដល់ពេលនេះគឺជាង1ឆ្នាំហើយដែលសកម្មជនចលនាមេដាធម្មជាតិចំនួន5រូបដែលក្នុងនោះមានលោកថនរដ្ឋាកញ្ញាភួនកៅរស្មីនិងកញ្ញាឡុងគុន្ធាជាដើមត្រូវបានតុលាការក្រុងភ្នំពេញនឹងផ្តន្ទាទោសឲ្យជាប់នៅពន្ធនាគារពី6ទៅ8ឆ្នាំពាក់ព័ន្ធនឹងបទចោទរួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រជាដើមជំវិញសកម្មភាពដែលពួកគាត់នឹងធ្វើក្នុងការជំរុញតម្លាភាពការពារនៅបរិស្ថាននៅក្នុងប្រទេសកម្ពុជាផងដែរលើពីនេះកាលពីជាង8ឆ្នាំមុននៅក្នុងអំឡុងខែកញ្ញា2017ក្រោយពីសកម្មជនរបស់អង្គការមេដាធម្មជាតិចំនួន2រូបត្រូវបានអាជ្ញាធរខេត្តកោះកុងនឹងចាប់ខ្លួនដាក់ពន្ធនាគារផងដែរដោយសារតែបានចុះទៅស៊ើបអង្កេតពាក់ព័ន្ធនឹងរឿងការធ្វើអាជីវកម្មខ្សាច់របស់ក្រុមហ៊ុនលោកលីយ៉ុងផាត់រហូតធ្វើឲ្យអង្គការមេដាធម្មជាតិនឹងឈានទៅដល់ក្រសួងមហាផ្ទៃនឹងសម្រេចលុបឈ្មោះចេញពីបញ្ជីនៃអង្គការមិនមែនរដ្ឋាភិបាលជាដើមអញ្ចឹងជាដំបូងចង់ឲ្យនាងរដ្ឋាបង្ហាញថាតើកត្តាអ្វីខ្លះដែលជំរុញឲ្យអ្នកនាងក៏ដូចជាសមាជិកដទៃទៀតនៅតែបន្តនៅសកម្មភាពរបស់ខ្លួនក្នុងការចូលរួមផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងធនធានធម្មជាតិក៏ដូចជាបរិស្ថាននៅក្នុងស្ថានភាពដែលប្រឈមបែបនេះចា៎ចាអរគុណសម្រាប់សំណួរឆ្លងកាត់ជាមួយនឹងរឿងរ៉ាវជាច្រើនដែលកើតមានជាមួយនឹងមេដាធម្មជាតិយើងក៏បានរីកចម្រើនអភិវឌ្ឍខ្លួនឯងក៏ដូចជាព្យាយាមលូតលាស់មិនថាស្ថិតនៅក្នុងកលៈទេសៈណាទេឆ្លើយតបទៅនឹងសំណួរថាហេតុអីបានជានាងខ្ញុំក៏ដូចជាសកម្មជនចលនាមេដាធម្មជាតិនៅតែបន្តពួកយើងមានចម្លើយដែលមិនខុសពីគ្នាប៉ុន្មានទេទាំងសកម្មជនចលនាមេដាធម្មជាតិទាំងអស់ចម្លើយរបស់យើងរួមគ្នានោះគឺយើងចង់ឃើញប្រទេសកម្ពុជាក៏ដូចជាធនធានធម្មជាតិនិងប្រជាជនកម្ពុជាមានភាពល្អប្រសើរជាងនេះដែលមិនមែនដូចរាល់ថ្ងៃហើយនឹងវាជាគោលដៅរួមរបស់ពួកយើងទាំងអស់គ្នាប៉ុន្តែសួរថាហេតុអីក៏យើងនៅតែបន្តទោះបីជាមានការគំរាមកំហែងមូលហេតុដែលយើងនៅតែបន្តទោះបីជាមានការគំរាមកំហែងដោយសារតែយើងមានគោលដៅរួមដូចគ្នាទៅលើចំណុចទី1ដែលលើកឡើងមុនហ្នឹងចំណុចទី2តាក់ទងជាមួយនឹងយើងជឿជាក់ទៅលើថាយើងអត់បានធ្វើអីខុសអ្វីដែលយើងធ្វើទោះបីជាតឡាការកាត់ទោសឲ្យពួកយើងជាប់ពន្ធនាគារពី6ទៅ8ឆ្នាំប៉ុន្តែក្នុងភ្នែកប្រជាជនកម្ពុជាក៏ដូចភ្នែកសាធារណជនគឺគេមើលឃើញយ៉ាងច្បាស់ថាពួកយើងមិនមែនជាឧបតិជនពួកយើងមិនមែនជាអ្នកក្បត់ជាតិដោយអ្វីដែលតឡាការក្រុងភ្នំពេញចោទយើងនោះទេយើងជឿជាក់ទៅលើអ្វីដែលយើងធ្វើហើយយើងធ្វើគោរពទៅតាមច្បាប់និងគោរពទៅតាមរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាទី3ដោយសារតែស្ថានភាពសង្គមកម្ពុជាយើងមើលឃើញថាជំនាន់ឪពុកម្ដាយយើងគាត់មានជំងឺបាក់ស្បាតមកដែលគាត់មិនហ៊ាននៅក្នុងការងើបហើយក៏យើងមើលឃើញពីការចូលរួមរបស់ប្រជាជនខ្មែរនៅក្នុងការនិយាយការប៉ັດការទាមទារឲ្យមានដំណាភាពនៅក្នុងការអភិវឌ្ឍផ្សេងតាក់ទងជាមួយនឹងគម្រោងរបស់រដ្ឋាភិបាលតាក់ទងជាមួយនឹងការកាប់បំផ្លាញព្រៃឈើការកេងចំណេញលើធនធានធម្មជាតិដែលជាសម្បត្តិរួមរបស់ប្រទេសកម្ពុជាទាំងមូលត្រូវបានស្ថិតនៅក្នុងកប៉ៅរបស់បុគ្គលទៅវិញយើងមើលឃើញថាមិនសូវមានការចូលរួមពីប្រជាជនខ្មែរទេដោយសារតែយើងអត់បានបន្ទោសគាត់ទេប៉ុន្តែតាក់ទងជាមួយនឹងគំនាបក៏ដូចជាការដាក់សម្ពាធហើយនឹងបទពិសោធន៍ពីអតីតកាលដែលឪពុកម្ដាយរបស់យើងធ្លាប់ជួបហើយគាត់បានបញ្ជូនមកដល់យើងក្នុងនាមជាមេដាធម្មជាតិយើងមើលឃើញពីបញ្ហាហ្នឹងយើងបន្តសកម្មភាពដោយសារតែយើងចង់ធ្វើជាគំរូភាពឲ្យពួកគាត់យើងចង់ប្រាប់ពួកគាត់ថាមានតែសម្លេងរបស់យើងដែលជាអំណាចពិតរបស់ប្រជាជនទេទើបអាចផ្លាស់ប្ដូរទើបអាចការពារសិទ្ធិប្រជាពលរដ្ឋទើបអាចការពារធនធានធម្មជាតិទើបអាចការពារសម្បត្តិរួមរបស់ពួកយើងបានបើសិនជាយើងបន្តស្ងាត់ស្ងៀមមានន័យថាយើងកំពុងតែចូលរួមនៅក្នុងវិនាសកម្មធនធានធម្មជាតិហ្នឹងហើយមានន័យថាយើងកំពុងតែចូលរួមប្រព្រឹត្តអំពើពុករលួយក៏មានន័យថាយើងកំពុងតែចូលរួមបំផ្លាញប្រទេសជាតិខ្លួនឯងអញ្ចឹងវាធ្វើឲ្យពួកយើងនៅតែបន្តធ្វើសកម្មភាពទាំងអស់ហ្នឹងហើយពួកយើងជឿជាក់ថាប្រជាជនកម្ពុជាក៏ដូចជាធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជានឹងទទួលបានការគាំពៀក៏ដូចជាការថែរក្សាបានយ៉ាងល្អ
ចាថ្មីនេះឃើញថាទាំងសង្គមស៊ីវិលក៏ដូចជាសហគមន៍អន្តរជាតិគឺបានមានការជំរុញឲ្យមានការដោះលែងសកម្មជនទាំង5រូបដែលកំពុងតែជាប់ឃុំនឹងឲ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌជាមួយគ្នានេះដែរបើយោងទៅតាមកំណត់ត្រាសង្ខេបស្ដីពីការមិនលើកកម្ពស់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ចំពោះសកម្មជនមេដាធម្មជាតិទាំង5រូបរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃទី26ធ្នូក៏បានលើកឡើងផងដែរថាសកម្មជនការពារបរិស្ថានទាំង5រូបហ្នឹងរបស់ក្រុមមេដាធម្មជាតិហ្នឹងបានរងចាំនៅសវនាការលើបណ្ដឹងឧទ្ធរណ៍របស់ពួកគេហ្នឹងអស់រយៈពេល6ខែមកហើយតាំងពីពួកគាត់ហ្នឹងត្រូវបានសាលាឧទ្ធរណ៍បានកំណត់ពេលជំនុំជម្រះនៅថ្ងៃទី26ខែមិថុនា2025កន្លងទៅប៉ុន្តែត្រូវបានពន្យាពេលមកដល់ពេលនេះក្រោមហេតុផលថាมันអាចបញ្ជូននៅដោយការកោះជនជាប់ចោតដែលនៅក្រៅឃុំបានហើយអ្នកតាមដានក៏បានបញ្ជាក់ដែរថាការនេះវាប៉ះពាល់ទៅដល់សិទ្ធិទទួលបាននៅការជំនុំជម្រះដោយយុត្តិធម៌ក៏ដូចជានឹងសិទ្ធិទទួលបាននៅការសន្មត់ទុកជាមុនថាគ្មានទោសរបស់ពួកគេផងដែរហើយមិនតែប៉ុណ្ណោះការបដិសេធសំណើសុំនៅក្រៅឃុំម្ដងហើយម្ដងទៀតនេះក្នុងអំឡុងពេលដែលពួកគាត់រងចាំនៅសវនាការបណ្ដឹងឧទ្ធរណ៍នោះរឹតតែធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់ពួកគាត់ទាំង5រូបបន្ថែមទៀតជាសំណួរសម្រាប់អ្នកស្រីវិញមកឃើញបែបណាដែរពីការស៊ីពេលនៃការផ្ដល់យុត្តិធម៌ឲ្យសកម្មជនបរិស្ថានបើធៀបទៅនឹងយើងឃើញថាមេអ ுக ្រិតជនឆោបបោកជាច្រើនដែលដើរហើរយ៉ាងមានសេរីភាពនៅក្នុងប្រទេសកម្ពុជាយើងដែរយើងឃើញថាប្រព័ន្ធយុត្តិធម៌មិនចាត់វិធានការចាប់ខ្លួនដើម្បីយកអ្នកទាំងនោះមកផ្ដន់ទោសទោះបីជាមានការចុកអល់បង្ហាញពីអន្តរជាតិផងដែរមានដូចជាលោកឆេនស៊ីលោកលីយ៉ុងផាតហើយក្នុងនោះក៏មានទាំងអ្នកអង្គញាហ៊ុនតូផងដែរដែលគេមើលឃើញថាពាក់ព័ន្ធទៅនឹងបទអ ுக ្រិតលាងលុយហើយត្រូវបានគេជឿថាបទអ ுக ្រិតទាំងនោះគំរាមកំហែងទៅដល់សន្តិសុខនៅក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរអ្នកស្រីគេថាហេតុអីបានជាមកដល់ពេលនេះមេអ ுக ្រិតជនទាំងនោះនៅតែមានសេរីភាពចាយើងមើលឃើញថាมันមានត្រឹមតែអង្គការសង្គមស៊ីវិលក៏ដូចជាបណ្ដាញអន្តរជាតិអង្គការអន្តរជាតិនិងសាធារណជនលើកឡើងពីការកាត់ទោសយ៉ាងអយុត្តិធម៌របស់តុលាការក្រុងភ្នំពេញមកលើចលនាមេដាធម្មជាតិទេប៉ុន្តែពេលដែលកាត់ទោសភ្លាមហ្នឹងក៏ខាងប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុបក៏បានចូលរួមនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយគ្នាទាក់ទងជាមួយនឹងក្តីកង្វល់ក៏ដូចជាការសម្រេចក្តីកង្វល់របស់គេជុំវិញការអនុវត្តសិទ្ធិសេរីភាពក៏ដូចជាការបើកចំហលំហនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋជាពិសេសគឺការកាត់ទោសចលនាមេដាធម្មជាតិនៅថ្ងៃទី2ខែកក្កដាឆ្នាំ2024ហ្នឹងគឺសូម្បីតែប្រទេសផ្សេងយើងមិននិយាយដល់ត្រឹមអង្គការសង្គមស៊ីវិលប៉ុន្តែយើងមើលឃើញថាថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនក៏គេមានការព្រួយបារម្ភហើយនឹងគេលើកឡើងពីបញ្ហានឹងដូចគ្នាដែលយើងមើលឃើញថាវាសបញ្ជាក់ឲ្យច្បាស់ថាចលនាមេដាធម្មជាតិគឺមិនបានធ្វើអ្វីខុសនោះទេដែលតុលាការក្រុងភ្នំពេញនិងរបបរបស់លោកហ៊ុនសែនក៏ដូចជាលោកហ៊ុនម៉ាណែតគាត់ព្យាយាមប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបិទសិទ្ធិប្រជាពលរដ្ឋមិនមែនត្រឹមតែចលនាមេដាធម្មជាតិប៉ុន្តែប្រជាពលរដ្ឋកម្ពុជាទាំងមូលឆ្លើយតបជាមួយនឹងសំណួរយើងក៏ដឹងហើយថាប្រព័ន្ធតុលាការនៅក្នុងស្រុកខ្មែរយើងគឺមានស្តង់ដារ2ហើយក៏តុលាការមិនមានភាពឯករាជ្យនោះទេតុលាការប្រៀបដូចជាអាយ៉ងដែលចាំស្ដាប់បញ្ជាពីថ្នាក់លើបើសិនជាគេឲ្យធ្វើក៏ធ្វើគេមិនឲ្យធ្វើក៏មិនឲ្យធ្វើដែលយើងមើលឃើញថានៅក្នុងសូម្បីតែការជំរុំជម្រះទៅលើរឿងក្តីបទចោទរបស់ចលនាមេដាធម្មជាតិទាំង5រូបក៏មិនមានភស្តុតាងណាមួយដែលបញ្ជាក់ថាចលនាមេដាធម្មជាតិបានរួមគំនិតក្បត់បានប្រមាថអង្គព្រះមហាក្សត្រតើរួមគំនិតក្បត់ដោយមេធាវីបានចោទសួរទៅព្រះរាជអាជ្ញាថាតើកូនក្តីរបស់គាត់រួមគំនិតក្បត់ជាមួយអ្នកណាតើអ្នកណាគឺជាមេខ្លោងនៃការប្រព្រឹត្តអំពើក្បត់ជាតិមិនមានការឆ្លើយតបមិនមានមេខ្លោងតើយើងទៅរួមគំនិតជាមួយអ្នកណាហ្នឹងគឺយើងមើលឃើញដូចគ្នាស្របពេលជាមួយនឹងសូម្បីតែប្រជាពលរដ្ឋខ្លួនឯងនៅក្នុងស្រុកពេលដែលយើងឃើញមានរឿងអយុត្តិធម៌កើតឡើងប្រជាពលរដ្ឋជ្រើសរើសយកបណ្ដាញសង្គមជាជាងទៅទុកចិត្តទៅលើតុលាការព្រោះគាត់ដឹងហើយថាមានតែសម្លេងរបស់ប្រជាពលរដ្ឋសហការគ្នារួមកម្លាំងគ្នាទេទើបគាត់អាចស្វែងរកយុត្តិធម៌ពិតវាជាងដែលគាត់ទៅតុលាការយើងមើលឃើញមានរឿងក្តីច្រើនមែនទែនដែលប្រជាពលរដ្ឋសុខចិត្តជ្រើសរើសយកការបង្ហោះនៅក្នុងបណ្ដាញសង្គមដើម្បីឲ្យមានការដាក់សម្ពាធទៅក្រសួងនីមួយៗដើម្បីឲ្យមានការដោះស្រាយជាជាងដែលគាត់ទុកចិត្តទៅលើប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជាទៅលើរឿងរបស់លោកជេនស៊ីក៏ដូចជាបកពួកនៃក្រុមអ ுக ្រិតជនដែលត្រូវបានទាំងសហរដ្ឋអាមេរិកក៏ដូចជាខាងប្រទេសអង់គ្លេសហើយនឹង
មានសូម្បីតែខាងប្រទេសកូរ៉េខាងត្បូងក៏បានចូលរួមនៅក្នុងការថ្កោលទោសក៏ដូចជាស៊ើបអង្កេតទៅលើរឿងឧក្រិដ្ឋកម្មអនឡាញហើយឧក្រិដ្ឋកម្មអនឡាញនេះប៉ះពាល់ទៅដល់ប្រជាជនជុំវិញពិភពលោកមិនមែនត្រឹមតែនៅក្នុងតំបន់ឬក៏ប្រជាជនកម្ពុជាទេដែលប្រទេសធំៗនៅលើពិភពលោកគេមានក្តីបារម្ភមែនទែនទៅលើការរិចលូតលាស់ឬក៏ការដំណើរការនៅលើឧក្រិដ្ឋកម្មអនឡាញជាពិសេសដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជាហើយយើងមើលឃើញថាដោយសារតែលោក Gen Z និងមេអ ுக ្រិតជនអនឡាញមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកកាន់អំណាចជាពិសេសគ្រួសាររបស់លោកហ៊ុនសែនទើបធ្វើឲ្យតុលាការមិនហ៊ាននៅក្នុងការចាប់លោក Gen Z ដែលយើងមើលឃើញប្រហែលថ្ងៃមុនមានម្នាក់គាត់បង្ហោះថាទៅលេងផ្ទះលោក Gen Z ដែលបង្ហាញថាលោក Gen Z មានវត្តមាននៅកម្ពុជាប៉ុន្តែប្រព័ន្ធតុលាការរបស់យើងបែរជាមិនអាចចាប់បានទៅវិញខណៈពេលដែលជាមេអ ுக ្រិតជនធំអញ្ចឹងយើងមើលឃើញហើយថាតុលាការគ្រាន់តែត្រឹមតែជាអាយ៉ងរបស់គេត្រឹមតែស្ដាប់បញ្ជាពីថ្នាក់លើបើសិនជាគ្មានបញ្ជាគាត់នឹងមិនហ៊ានធ្វើអីទាំងអស់ចាត្រឡប់មកការចាត់វិធានទៅលើយុវជនចលនាបិតាធម្មជាតិវិញក្រោយពីចាប់ខ្លួនភ្លាមឃើញថាសហភាពអឺរ៉ុបនិងរដ្ឋសមាជិកមានដូចជា Belgium, Denmark, បារាំង Finland, អាល្លឺម៉ង់ Holland ក៏ដូចជាស៊ុយអែតជាដើមក៏បានបង្ហាញនូវការព្រួយបារម្ភផងដែរក៏ដូចជាមានការជំរុញឲ្យកម្ពុជានឹងប្រកាន់ភ្ជាប់ទៅនៅស្តង់ដារប្រជាធិបតេយ្យនិងការគោរពនៅសិទ្ធិមនុស្សរួមទាំងសិទ្ធិទទួលបានការតវ៉ាដោយសន្តិវិធីផងដែរលើសពីនេះអង្គការ Rai Livelihood ដែលធ្លាប់ផ្ដល់នៅពានរង្វាន់ដល់ក្រុមចលនាបិតាធម្មជាតិក៏បានថ្កោលទោសសាលក្រមកាត់ទោសកម្មជនបដិឋានថាជារឿងដែលអយុត្តិធម៌និងបានទាមទារឲ្យមានការដោះលែងសកម្មជនទាំងនោះដោយឥតលក្ខខណ្ឌផងដែរប៉ុន្តែប្រហែលជាមួយឆ្នាំកន្លះមកនេះយើងឃើញថាប្រព័ន្ធយុត្តិធម៌កម្ពុជាមិនត្រឹមតែមិនដោះលែងទេបែរជាអូបឡាយពេលទៅលើបណ្ដឹងទាស់ដើម្បីទាមទារនៅយុត្តិធម៌របស់ពួកគាត់ទេផងអញ្ចឹងត្រង់ចំណុចនេះអ្នកនាងអាចនិយាយបានថាមិនពីប្រព័ន្ធនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងតាមពិតទៅយើងមើលឃើញដូចនិយាយមុនហ្នឹងប្រព័ន្ធនីតិរដ្ឋអត់មានអំណាចជារបស់ខ្លួនឯងប៉ុន្តែយើងក៏មើលឃើញថាទោះបីជាមានការថ្កោលទោសក៏ដូចជាមានការលើកឡើងពីប្រទេសសេរីមួយចំនួននៅក្នុងពិភពលោកដែលទាមទារឲ្យមានការដោះលែងក៏ដូចជាដែលទាមទារនឹងដាក់សម្ពាធទៅឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្សបើកលំហសិទ្ធិសេរីភាពក៏ដូចជាមានការតវ៉ាដោយសន្តិវិធីនោះហើយសូម្បីតែអង្គការ Right Livelihood ក៏ដូចជាឆ្នាំនេះមេដាធម្មជាតិក៏ជាយុទ្ធនាការមួយរបស់អង្គការលើកលែងទោសអន្តរជាតិដូចគ្នាដែរដែលតាក់ទងជាមួយនឹងយុទ្ធនាការសរសេរដើម្បីសិទ្ធិយើងមើលឃើញថាមានការទាមទារមិនត្រឹមតែពីសំណាក់តំណាងប្រទេសទេប៉ុន្តែប្រជាពលរដ្ឋនៅក្នុងប្រទេសទាំងអស់ហ្នឹងក៏គាត់ចូលរួមទាមទារជាមួយយើងដូចគ្នាប៉ុន្តែតុលាការហាក់ដូចជាមិនអើពើនិងមិនខ្វល់ខ្វាយជាមួយនឹងការទាមទារទាំងអស់ហ្នឹងទេទីពីរយើងមើលឃើញថានៅក្នុងកលៈទេសៈនេះរបបនេះគឺគាត់មិនខ្វល់ពីសម្ពាធអន្តរជាតិទេដោយសារតែគាត់រំពឹងទៅលើអំណាចឬក៏ផ្ដេកផ្ដួលទៅខាងប្រទេសដែលជាសម្ព័ន្ធមិត្តរបស់គាត់ដែលជាប្រទេសកុម្មុយនីសច្រើនជាងប្រទេសសេរីដើម្បីលើកកម្ពស់ឲ្យមានការបង្ហាញឬក៏ចូលរួមនៅក្នុងការបើកលំហការបញ្ចេញសិទ្ធិសេរីភាពដូចគ្នាដែរពួកគាត់មិនហ៊ាននៅក្នុងការឲ្យបើកលំហមានសិទ្ធិសេរីភាពទេព្រោះដោយសារអីព្រោះមានរឿងជាច្រើនរឿងអយុត្តិធម៌នៅក្នុងសង្គមជាច្រើនបានកើតមាននៅលើប្រទេសកម្ពុជានៅក្នុងប្រទេសកម្ពុជាមិនមែនត្រឹមតែរឿងអយុត្តិធម៌តាក់ទងជាមួយនឹងធនធានធម្មជាតិទេតាក់ទងជាមួយនឹងការរំលោភបំពានសិទ្ធិមនុស្សតាក់ទងជាមួយនឹងការរំលោភយកដីធ្លីប្លន់ដីរបស់ប្រជាពលរដ្ឋតាក់ទងជាមួយនឹងការបំផ្លាញវប្បធម៌របស់ជនជាតិដើមភាគតិចគឺយើងឃើញថាមានកើតមាននៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាបើសិនជាមានការបើកលំហសិទ្ធិសេរីភាពច្បាស់ណាស់របបក៏ដូចជាតុលាការក្រុងភ្នំពេញគាត់នឹងព្រួយបារម្ភថាតើវានឹងប៉ះពាល់ទៅដល់ស្ថិរភាពនៃអំណាចរបស់គាត់ដែរឬអត់ជាហេតុដែលគាត់បន្តឃុំខ្លួនសកម្មជនចលនាមេដាធម្មជាតិក៏ដូចជាសកម្មជនសង្គមផ្សេងហើយសារមួយនេះដូចគ្នាគាត់ប្រើសារនៃការឃុំខ្លួនចលនាមេដាធម្មជាតិដោយបំបែកពួកគាត់ទាំង5កន្លែងគឺដើម្បីគំរាមក៏ដូចជាដាក់សម្ពាធនិងផ្ដល់គំរូទៅឲ្យប្រជាជនកម្ពុជាថាបើសិនជាអ្នកណាហ៊ានប្រឆាំងជាមួយនឹងគាត់ប្រព័ន្ធតុលាការនឹងចាត់វិធានការទៅលើបុគ្គលដែលហ៊ានប្រើប្រាស់សម្លេងរបស់ខ្លួនទាមទារទៅលើសិទ្ធិសេរីភាពក៏ដូចជាយុត្តិធម៌សង្គមអញ្ចឹងអានេះវាជាតិចនិចរបស់គេតាំងពីយូរហើយដែលគេប្រើប្រាស់ប្រព័ន្ធតុលាការទាំងអស់ហ្នឹងដើម្បីគៀបសង្កត់យើងហើយគេមើលឃើញថាវាអាចនឹងមានប្រសិទ្ធភាពហើយវាធ្លាប់មានប្រសិទ្ធភាពមកជាយូរមកហើយ
ដូចអ្នកស្រីបានលើកឡើងពីខាងដើមអញ្ចឹងពាក់ព័ន្ធមួយប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាយើងហើយជាក់ស្ដែងយើងមើលនៅក្នុងកលៈទេសៈនេះក្នុងកលៈទេសៈដែលប្រទេសកម្ពុជាយើងក៏មាននៅបញ្ហាចំនួនព្រំដែនជាមួយនឹងប្រទេសថៃជាដើមនឹងហើយក៏ក្នុងនោះក៏មានការទាមទារពីសង្គមស៊ីវិលសហគមន៍អន្តរជាតិអីឲ្យមានការដោះលែងសកម្មជនឲ្យមានការរួបរวมជាតិសាមគ្គីជាតិអីជាដើមហើយយើងក៏ឃើញថាខាងរដ្ឋាភិបាលក៏បានជំរុញឲ្យមានការលើកទឹកចិត្តក្នុងការចូលរួមសាមគ្គីគ្នាផងដែរប៉ុន្តែបើយើងក៏លេចមកវិញជាក់ស្ដែងគឺទង្វើទាំងអស់ហ្នឹងនិយាយថាតែពាក្យសម្ដីទេប៉ុន្តែការអនុវត្តហ្នឹងគឺផ្ទុយពីពាក្យសម្ដីដែលពួកគាត់បានលើកឡើងអញ្ចឹងសម្រាប់អ្នកស្រីវិញគឺថាបើសិនជាប្រព័ន្ធយុត្តិធម៌ក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើងមិនត្រូវបានកែលម្អទេតើនាងគិតថាពលរដ្ឋកម្ពុជាយើងនឹងគាត់នឹងបន្តរងគ្រោះបែបណាតទៅទៀតហើយមួយទៀតពាក់ព័ន្ធមួយនឹងការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងកម្ពុជាយើងតើវានឹងបន្តបែបណាទៅទៀតនៅពេលខាងមុខនេះចា៎តាមពិតទៅវាជារឿងដែលគួរឲ្យអស់សំណើចខណៈពេលដែលខ្លួនប្រកាសថាប្រជាពលរដ្ឋទាំងអស់ត្រូវរួបរวมគ្នានៅពេលដែលខ្លួនឯងដៀលនឹងមើងងាយឬក៏ជេរប្រមាថគណៈបពប្រឆាំងក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសដែលគាត់ទាមទារឲ្យមានការដោះលែងនិងគាត់ហ៊ានរិះគន់ខ្លួនឯងបែរជានិយាយថាក្នុងកលៈទេសៈនេះម្នាក់គិតតែពីរិះគន់មិនគិតងាកមកសាមគ្គីគ្នាក្នុងកលៈទេសៈនៃការមានទំនាស់ជាមួយនឹងប្រទេសជិតខាងបែរជាមិនសាមគ្គីគ្នាប៉ុន្តែខ្លួនឯងគឺជាអ្នកដែលបំបែកបំបាក់សាមគ្គីខ្លួនឯងផ្ទាល់ជាអ្នកដែលចាប់សកម្មជនដាក់ពន្ធនាគារសូម្បីតែស្រែកកំឡុងពេលដែលខ្លួនឯងស្រែកថារួបរวมប៉ុន្តែខ្លួនឯងដៃមកខាងស្រែកឲ្យរួបរวมដៃមកខាងទៀតទៅចាប់សកម្មជនគណៈបកនយោបាយក៏ដូចជាសកម្មជនសង្គមផ្សេងដាក់នៅក្នុងពន្ធនាគារក្នុងកំឡុងពេលតែមួយវាមិនខុសពីចាស់ដែលគាត់តែងតែនិយាយថាចិត្តជាទេវទត្តមាត់ជាទេវតានិយាយចេញមកល្អស្ដាប់ប៉ុន្តែនៅក្នុងចិត្តគឺខូខើជាងបិសាចទៅទៀតហើយក៏ដូចគ្នាដែរខណៈពេលដែលខ្លួនទាមទារឲ្យមានការរួបរวมប៉ុន្តែមិនដោះលែងសកម្មជនឲ្យដែលជាធនធានសង្គមដ៏ល្អហ្នឹងឲ្យមករួបរวมគ្នាឲ្យគាត់មកបំពេញតួនាទីជាប្រជាពលរដ្ឋល្អនៅក្នុងការជួយសង្គមទេបើសិនជាយើងមើលឃើញថាប្រទេសកម្ពុជានៅតែអនុវត្តប្រព័ន្ធឬក៏គ្រប់គ្រងដោយបុគ្គលមួយចំនួនបែបហ្នឹងប្រជាជនកម្ពុជានៅតែបន្តរងគ្រោះយើងមើលឃើញនឹងរូបភាពជាក់ស្ដែងតើកំឡុងពេលដែលមានទំនាស់ក៏ដូចជាការឈ្លានពានពីប្រទេសជិតខាងហ្នឹងតើរដ្ឋាភិបាលកម្ពុជាបានដើរនៅតួនាទីអ្វីខ្លះហើយក្នុងការជួយសម្រួលទៅដល់ជនភៀសសឹកយើងមើលឃើញថាมันមានឡានដែលទៅដឹកជនភៀសសឹកគ្រប់គ្រាន់ដែលខុសពីប្រទេសជិតខាងរបស់យើងដែលគ្រាន់តែគេប្រកាសភ្លាមគឺរដ្ឋរបស់គេចេញអន្តរាគមន៍មានការដឹកជញ្ជូនប្រជាជនគេទៅទីកន្លែងដែលមានសុវត្ថិភាពចុះខាងយើងតើមានហើយនៅប្រជាជនខ្លះយើងមើលហើយគឺយើងយើងស្រក់ទឹកភ្នែកយើងអាណិតពួកគាត់យើងមិនចង់ឃើញប្រជាជននៅក្នុងរូបភាពបែបហ្នឹងដែលអ្នកខ្លះសុកចិត្តដើរដោយសារតែអត់មានអ្វីជិះកង់ដឹកគ្នាដើម្បីរត់គេចពីសង្គ្រាមយើងមើលឃើញពីភាពវេទនាលំបាករបស់ពួកគាត់ហើយក្នុងពេលហ្នឹងគឺមានតែប្រជាជនគ្រប់គ្នាស្រាក់ដៃគ្នាខ្លាំងមែនទែនទាំងអ្នកនៅក្នុងប្រទេសនិងអ្នកនៅក្នុងនៅក្រៅប្រទេសខ្ញុំមើលឃើញថាកំឡុងពេលហ្នឹងគឺពួកគាត់សាមគ្គីគ្នាខ្លាំងមែនទែនស្រស្រាំជួយគ្នានៅក្នុងការគៀងគោមូលនិធិដែលចេញពីកម្លាំងញើសឈាមហើយកាន់តែវាធ្វើឲ្យរំជួលចិត្តទៀតនោះគឺដូចជាលោកពូដែលគាត់ដើរទិញអេតចាយដើររេះអេតចាយគាត់សុកចិត្តយកឲ្យនឹងលោកពូដែលលក់នំនៅតាមផ្លូវដើរលក់នំគាត់យកថវិកាតិចតួចដែលមានយកមកជួយទៅដល់បងប្អូនជនភៀសសឹកក៏ដូចជាវីរៈកងទ័ពយើងងាកទៅមើលទៅខាងតើរដ្ឋាភិបាលបានធ្វើអ្វីខ្លះហើយទៅលើរឿងសម្ភារៈក៏ដូចជាការគាំពៀទៅដល់គ្រួសារតាហ៊ានដែលបានបាត់បង់ជីវិតរហូតមកដល់ពេលនេះយើងមិនទាន់ឃើញមានយន្តការណាមួយសម្រាប់ឆ្លើយតបឬក៏តបស្នងទៅវីរៈកងទ័ពរបស់យើងទេយើងមិនទាន់ឃើញមានយន្តការណាមួយដោះស្រាយទៅលើប្រជាជនដែលរងគ្រោះដោយសារតែការផ្ទុះអាវុធដែលខ្ទេចផ្ទះសម្បែងទេតើមកដល់ពេលនេះហើយមានអ្វីផ្លាស់ប្ដូរហើយនៅដរាបណាប្រទេសកម្ពុជានៅតែអនុវត្តប្រព័ន្ធគ្រប់គ្រងបែបនេះប្រជាជនខ្លួនឯងទេដែលជាអ្នករងគ្រោះហើយក៏ជាអ្នករងគ្រោះខ្លាំងមែនទែនមួយទៀតដែរដោយសារតែប្រព័ន្ធដឹកនាំបែបហ្នឹងទោះបីជាមានសាមគ្គីគ្នាប៉ុន្តែយើងមើលឃើញថាការមិនទុកចិត្តគ្នា
ហើយនឹងការបែកបាក់សាមគ្គីរវាងប្រទេសកម្ពុជាក្នុងប្រជាជនកម្ពុជាទាំងមូលគឺនៅតែបន្តកើតមានគឺសាមគ្គីគ្នាបានតាមមួយឆាវក្រោយមកក៏បែកបាក់សាមគ្គីគ្នាវិញដោយសារតែការមិនទុកចិត្តគ្នាដែលវាខុសពីយើងអានសភៅពីជំនាន់សភៅប្រវត្តិសាស្ត្រដែលយើងមើលឃើញថាប្រជាជនកម្ពុជាជាប្រជាជនដែលមានសន្តានចិត្តល្អចេះជួយគ្នាទៅវិញទៅមកនិងចេះសាមគ្គីគ្នាប៉ុន្តែយើងមើលឃើញនៅក្នុងកលៈទេសៈនេះយើងមើលឃើញថាការបែកបាក់សាមគ្គីផ្ទៃក្នុងគឺកើតមានហើយយើងអត់ចង់ឃើញប្រវត្តិសាស្ត្រជាន់ដានដែលដូចកាលពីសម័យលង្វែកក៏ដូចជាសម័យខ្មែរក្រហមដែលប្រជាជនមិនទុកចិត្តគ្នាហើយសម្លាប់គ្នាឯងទេអញ្ចឹងយើងអត់ចង់ឃើញប្រវត្តិសាស្ត្រជាន់ដានយើងសង្ឃឹមថាប្រទេសកម្ពុជានឹងមានប្រព័ន្ធដឹកនាំមួយដែលល្អប្រសើរជាងនេះចាជាចុងក្រោយតើអ្នកស្រីមាននៅសារផ្ដាំផ្ញើឬក៏ការលើកទឹកចិត្តយ៉ាងណាទៅកាន់សមាជិកយុវជនមេដាធម្មជាតិទាំង5រូបដែលក្នុងពេលបច្ចុប្បន្ននេះកំពុងតែត្រូវបានជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយហើយក៏ដូចជាមានជាសារផ្ដាំផ្ញើរបៀបណាដែរទៅកាន់យុវជនក៏ដូចជាប្រជាជនខ្មែរយើងឲ្យគាត់មានការចូលរួមនៅការពារធនធានធម្មជាតិបន្តទៅទៀតចា៎សារទៅកាន់អ្នកនៅក្នុងពន្ធនាគារពួកគាត់អស្ចារ្យមែនទែនពួកគាត់គឺជាគំរូរបស់ខ្ញុំក៏ដូចជាគំរូរបស់ប្រជាជនកម្ពុជាមួយភាគធំដែលយើងអត់និយាយទៅអ្នកដែលគ្រប់គ្រងទៅខាងរបបឬក៏រដ្ឋាភិបាលទេប៉ុន្តែពួកគាត់មិនមែនត្រឹមតែជាគំរូទៅដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេប៉ុន្តែគាត់ជាគំរូទៅដល់ប្រជាជននៅក្នុងពិភពលោកនៅពេលដែលខ្ញុំពំនាំរឿងរ៉ាវរបស់ពួកគាត់ក៏ដូចជាការតស៊ូក៏ដូចជាស្ថានភាពពួកគាត់នៅក្នុងពន្ធនាគារទៅប្រាប់ប្រជាជនផ្សេងដែលកំឡុងពេលដែលបេសកកម្មខ្ញុំនៅអឺរ៉ុបក៏ដូចជាប្រហែលថ្ងៃមុនខាងសាលានៅកាណាដានេះក៏គេបានអញ្ជើញឲ្យខ្ញុំចូលរួមធ្វើបទបង្ហាញដូចគ្នានិងមានការធ្វើបទបង្ហាញនៅក្នុងអនឡាញដូចគ្នាយើងមើលឃើញថាប្រជាជននៅជុំវិញពិភពលោកហើយជាពិសេសហ្នឹងគឺអ្នកដែលគាត់គ្រប់គ្រងយើងហ្នឹងគឺគាត់យកពួកគាត់ជាគំរូយកអ្នកទាំង5ជាគំរូហើយពួកគាត់ផ្ដាំផ្ញើសារលើកទឹកចិត្តថាពួកគាត់អត់នៅតែឯងទេពួកយើងនៅក្បែរហើយពួកយើងកំពុងតែទាមទារទៅលើយុត្តិធម៌ជូនពួកគាត់ហើយដោយសារតែពួកគាត់ទោះបីជាពេលខ្លះខ្ញុំចង់មានអារម្មណ៍ថាយើងអស់សង្ឃឹមប៉ុន្តែដោយសារតែយើងរំលឹកទៅដល់វីរភាពរបស់ពួកគាត់ធ្វើឲ្យខ្ញុំបន្តក្តីសង្ឃឹមឡើងវិញសង្ឃឹមថាពួកគាត់នឹងបន្តថែរក្សាសុខភាពទាំងផ្លូវកាយផ្លូវចិត្តរបស់ពួកគាត់ឲ្យរឹងមាំហើយមានថ្ងៃណាមួយយើងនឹងបានជួបគ្នាវិញសារទៅកាន់ប្រជាជនកម្ពុជាខ្ញុំជឿជាក់ថាបងប្អូនប្រជាពលរដ្ឋខ្មែរដឹងថាស្ថានភាពសង្គមខ្មែររាល់ថ្ងៃបែបណាខ្ញុំជឿថាបងប្អូនដឹងគ្រាន់តែបងប្អូនអត់ហ៊ាននិយាយយើងក៏មិនទាមទារឲ្យបងប្អូនមកធ្វើជាសកម្មជនដែលដើរតាមផ្លូវយើងអត់បានទាមទារឲ្យបងប្អូនមកតតែស្រែកតាមផ្លូវឬក៏ហ៊ានចេញមុខដោយពួកយើងទៅយើងហៅថាជាអ្នកដែលខ្វល់ខ្វាយពីសង្គមទេយើងគ្រាន់តែសូមចិត្តបងប្អូនកុំចូលរួមប្រព្រឹត្តអំពើអយុត្តិធម៌ក្នុងសង្គមកុំចូលរួមគាំទ្រកុំចូលរួមលើកសរសើរទៅលើអ្នកដែលរំលោភបំពានសិទ្ធិសេរីភាពអ្នកដែលរំលោភបំពានទៅលើធនធានធម្មជាតិក៏ដូចជារំលោភប្លន់ដីរបស់ប្រជាជនយើងគ្រាន់តែសង្ឃឹមថាអ្នកទាំងអស់គ្នាការចូលរួមឬក៏ការមិននិយាយស្ដីរបស់អ្នកទាំងអស់គ្នាមានន័យថាអ្នកទាំងអស់គ្នាកំពុងតែចូលរួមដោយប្រយោលអ្នកទាំងអស់គ្នាអាចរើសយកវិធីផ្សេងៗដើម្បីចូលរួមនៅក្នុងការកែលម្អសង្គមជឿជាក់ថាសំឡេងប៉ិតរបស់យើងរួមគ្នាទើបជាអំណាចប៉ិតប្រកបដែលអាចផ្លាស់ប្ដូរប្រទេសរបស់យើងបានតើតែយើងហ៊ាននឹងជឿជាក់ទៅលើសំឡេងរបស់ខ្លួនឯងហើយនឹងយើងជឿជាក់ទៅលើការសាមគ្គីគ្នាទើបយើងអាចផ្លាស់ប្ដូរបានហើយក៏ជាចុងក្រោយផ្ដាំផ្ញើទៅដូចគ្នាដែរថាការស្ងប់ស្ងាត់របស់អ្នកទាំងអស់គ្នាវាអត់បានជួយឲ្យអ្នកទាំងអស់គ្នាទទួលបាននៅយុត្តិធម៌សង្គមនិងប្រព័ន្ធសង្គមមួយដែលល្អប្រសើរទេងាកទៅមើលប្រព័ន្ធសុខាភិបាលងាកទៅមើលប្រព័ន្ធអប់រំតើអ្នកទាំងអស់គ្នាជឿជាក់ទៅលើប្រព័ន្ធអប់រំនិងប្រព័ន្ធសុខាភិបាលហើយឬនៅយើងបាច់ចាំមើលអីច្រើនអញ្ចឹងខ្ញុំសង្ឃឹមថាខ្ញុំគ្រាន់តែចង់ដាស់តឿនទៅអ្នកទាំងអស់គ្នាថាការស្ងាត់ស្ងៀមមិនមែនជាជំរើសដែលល្អនៅក្នុងការដែលឲ្យយើងទទួលបាននៅជីវិតដែលល្អប្រសើរទេទាល់តែយើងហ៊ានទាមទារទាល់តែយើងហ៊ាននិយាយទើបយើងអាចទទួលបាននៅសិទ្ធិក៏ដូចជាស្ថានភាពរស់នៅដែលល្អប្រសើរជាងនេះចាសូមអរគុណច្រើនអ្នកនាងរដ្ឋាដែលបានចូលរួមក្នុងថ្ងៃនេះផ្ដល់នៅបទសម្ភាសន៍មកកាន់ VOD ចាអរគុណមរកតដែលបានអញ្ជើញខ្ញុំនៅក្នុងបទសម្ភាសន៍នេះហើយក៏អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគ្រប់គ្រងចលនាមេដាធម្មជាតិតែងតែលើកទឹកចិត្តចលនាមេដាធម្មជាតិនឹងនៅក្បែរពួកយើងនៅក្នុងការទាមទាររយុត្តិធម៌មិនត្រឹមតែជូនចលនាមេដាធម្មជាតិទាំងមូលប៉ុន្តែជូនប្រទេសកម្ពុជាជូនធនធានធម្មជាតិនៃប្រទេសកម្ពុជាក៏ដូចជាជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់
ចាលោកនៅនាងជាទីមេត្រីកម្មវិធីផ្សាយរបស់ VD នៅពេលនេះចប់តែប៉ុណ្ណេះសហការីយើងខ្ញុំសូមថ្លែងអំណរគុណដល់លោកអ្នកនាងដែលបានតាមដាននិងទស្សនាកម្មវិធីផ្សាយរបស់ VD ចា VD ទទួលយកមតិរិះគន់ដើម្បីផលិតព័ត៌មានឲ្យកាន់តែស៊ីជម្រៅព័ត៌មានពិតនិងស៊ីជម្រៅជាមូលដ្ឋានសម្រាប់ចិត្តត្រូវរបស់លោកអ្នកនាងក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងការបោះឆ្នោតការសិក្សានេះរកឃើញថារដ្ឋាភិបាលក៏ចេញពីការបោះឆ្នោតមិនត្រឹមត្រូវកំណើនសេដ្ឋកិច្ចស្ទើរតែទាំងអស់នឹងធ្លាក់ក្នុងដៃក្រុមគ្រួសារអ្នកមានអំណាចរាយពលរដ្ឋនឹងខ្លាចជាជនរងគ្រោះនៃអំពើពុករលួយចាលោកនាងជាទីមេត្រីគណៈពេលនេះនឹងខ្ញុំកៅមរកតរួមទាំងសហការីផ្សាយសូមអរគុណនិងសូមជម្រាបលា